ការកែលម្អដោយផ្គរការជ្រមុជទឹកស៊ូបំបែកការកែច្នៃសរសៃអាយុកាលកើនឡើងយ៉ាងខ្លាំងខ្ញុំសប្បាយចិត្តដែលខ្ញុំជាអ្នកសុំទានអស់10ឆ្នាំការហាត់របស់ខ្ញុំទីបំផុតកើនឡើងយ៉ាងខ្លាំងអ្នកមិនអីទេជួយខ្ញុំផងហេនារីស្អាតខ្ញុំគ្រាន់តែជាអ្នកសុំទានកុំធ្វើអ្វីដែលឆ្កួតព្រហ្មចារីយ៍របស់ខ្ញុំវាបាត់ទៅហើយខ្ញុំត្រូវបានគេដាក់ថ្នាំនិងបោកប្រាស់ដោយសារអ្នកបានជួយខ្ញុំអ្នកចង់បានលុយប៉ុន្មានខ្ញុំអាចឲ្យអ្នកបានច្រើនតាមដែលអ្នកចង់ចាត់ទុកវាជារង្វាន់សម្រាប់អ្នកខ្ញុំមិនចង់បានលុយទេអ្នកនិយាយអីអ្នកមិនចង់បានលុយអ្នកដឹងទេខ្ញុំជាអ្នកណាខ្ញុំជានាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ូកូនស្រីច្បងនៃគ្រួសារស៊ូបើខ្ញុំចោទដោយចៃដន្យអ្នកសុំទាននេះបន្តិចគាត់អាចរស់នៅយ៉ាងប្រណីតពេញមួយជីវិតដោយសារអ្នកត្រូវបានគេដាក់ថ្នាំហើយគ្មានជម្រើសដូច្នេះពីពេលនេះទៅយើងទៅរកផ្លូវរៀងខ្លួនម្នាក់ទៅតាមផ្លូវរៀងខ្លួនអ្នកទៅចុះអ្នកសុំទានតូចអ្នកខុសពីបរិសុទ្ធទេយើងទៅតែរួមភេទគ្នាដោយសារអ្នកមិនចង់បានលុយដូច្នេះមកជាមួយខ្ញុំទៅគ្រួសារស៊ូពីពេលនេះទៅខ្ញុំនឹងថែរក្សាអ្នកទេខ្ញុំជាអ្នកសុំទានអស់10ឆ្នាំដើម្បីរួចផុតពីគ្រោះនៅសល់តែមួយថ្ងៃទៀតមិនអាចបរាជ័យក្នុងជំហានចុងក្រោយបានទេខ្ញុំមិនអាចទៅជាមួយនាងវិញឥឡូវនេះដាច់ខាតខ្ញុំមានអ្វីត្រូវធ្វើនៅពេលក្រោយខ្ញុំមិនអាចទៅជាមួយអ្នកទេកុំបារម្ភពេលវេលាសម្រុំខ្ញុំនឹងមករកអ្នកដោយធម្មជាតិអ្នកពិតជាគួរឲ្យចាប់អារម្មណ៍ខ្ញុំក៏ឆ្ងល់ដែរថាកម្លាំងនៃបាតដៃនេះពិតជាបានផ្លាស់ប្ដូរឬអត់បន្ទាប់ពីរួចផុតពីគ្រោះដោយជោគជ័យការហាត់របស់ខ្ញុំពិតជាកើនឡើងយ៉ាងខ្លាំងសូមអបអរសាទរព្រះម្ចាស់ចំពោះការរួចផុតពីគ្រោះដោយជោគជ័យអ្នកក្រោមបញ្ជាស្វាគមន៍ការវិលត្រឡប់មកកាន់តំណែងវិញក្រោកឡើងព្រះម្ចាស់ព្រះអង្គត្រឡប់មកវិញហើយម្ចាស់ទីក្រុងទាំងអស់នៃហួសៀចង់មកថ្វាយបង្គំអ្នកបម្រើសូមអញ្ជើញព្រះអង្គចូលរួមកុំប្រញាប់ម្សិលមិញខ្ញុំបានជួបនារីម្នាក់ហើយយើងមានទំនាក់ទំនងកម្មធ្វើអ្វីមួយឲ្យខ្ញុំក្នុងរយៈពេល3នាទីព័ត៌មានទាំងអស់របស់នាងប្រមូលឲ្យខ្ញុំបាត់ព្រះម្ចាស់ស៊ូឈីងស៊ុយទោះបីនាងជាកូនស្រីច្បងនៃគ្រួសារស៊ូនិងជាប្រធានក្រុមហ៊ុនស៊ូប៉ុន្តែគ្រួសារស៊ូក្នុងឆ្នាំថ្មីមានចំនួនផ្ទៃក្នុងឥតឈប់ក្រុមហ៊ុនកំពុងប្រឈមនឹងគ្រោះថ្នាក់ក្នុងនាមជាស្រីស្អាតលេខ1នៃដាសៀគ្រួសារស៊ូតែងតែចង់បញ្ជូននាងទៅកាន់លោកម្ចាស់ហ៊ឺក្រែរបស់ហ៊ឺលីងសៀនតើហ៊ឺលីងសៀនជាអ្នកដាក់ថ្នាំនាងទេក្រុមហ៊ុនស៊ូកំពុងនឹងដួលរលំស៊ូឈីងស៊ុយគ្មានអំណាចនឹងបញ្ច្រាស់វាបានទេទើបតែហ៊ឺលីងសៀនបាននាំមនុស្សហើយវាប្រហារចូលក្រុមហ៊ុនស៊ូខ្ញុំគិតថាថ្ងៃនេះគាត់គ្រោងនឹងដកហូតមូលនិធិហើយគៀបសង្កត់ស៊ូឈីងស៊ុយតាមរយៈការគំរាមកំហែងនិងសំណូកមនុស្សអសុរកាយហ៊ានពណ៌ស្រីរបស់ខ្ញុំនេះជាផែនការរៀបចំ 1000 លានក្នុងនាមសភាពាណិជ្ជកម្មរបស់លោកហើយឲ្យវាទៅស៊ូឈីងស៊ុយចាំកុំបង្ហាញអត្តសញ្ញាណរបស់ខ្ញុំខ្លាចថានឹងបន្លាចនាងបាទ
លោកអ្នកម្ចាស់ហឺយើងបានព្រមព្រៀងលើភាពជាដៃគូរួចហើយការដកហូតមូលនិធិឥឡូវនេះហើយលួចលាក់ក្រុមគម្រោងស្នូលរបស់យើងកំពុងរុញយើងដល់ទីជ្រៅតើអ្នកកំពុងព្យាយាមជំរុញក្រុមហ៊ុនស៊ូឲ្យដួលរលំឬ ហេឈីងស៊ុយខ្ញុំមិនអាចទ្រាំជំរុញក្រុមហ៊ុនស៊ូរបស់អ្នកឲ្យដួលរលំដែរខ្ញុំប្រញាប់ពេកម្សិលមិញចង់បង្ខំអ្នកហេតុនេះហើយខ្ញុំដាក់ថ្នាំអ្នកខ្ញុំបានប្រាប់អ្នកបើអ្នកព្រមរៀបការជាមួយខ្ញុំនឹងជួយអ្នកឲ្យរួចផុតពីការខាតបង់ គឺលីងសៀនគុំនឹកស្រមៃមនុស្សអាក្រក់ដូចអ្នកខ្ញុំស៊ូឈីងស៊ុយមិនដែលរៀបការជាមួយអ្នកឡើយបើអ្នកមិនរៀបការជាមួយខ្ញុំតើអ្នកអាចរៀបការជាមួយអ្នកណាទៀតអ្នកស៊ូឈីងស៊ុយគឺជាស្រីស្អាតលេខ1នៃដាសៀមានតែមនុស្សដូចខ្ញុំជាអ្នកម្ចាស់អ្នកមានអំណាចទើបអាចគ្រប់គ្រងអ្នកបានរក្សាភាពបរិសុទ្ធអស់ប៉ុន្មានឆ្នាំមកខ្ញុំចង់ភ្លក់រសជាតិរបស់អ្នកអាក្បត់លែងខ្ញុំបាននៅជាមួយបុរសម្នាក់ហើយបានរួមភេទអ្នកបោកអ្នកណាគ្រប់គ្នាដឹងអ្នកស៊ូឈីងស៊ុយគឺជាស្រីព្រហ្មចារីលែងខ្ញុំស្រែកទៅនៅខាងក្រៅសុទ្ធតែមនុស្សរបស់ខ្ញុំទោះបីអ្នកស្រែករហូតដល់ហឺតសំឡេងគ្មានអ្នកណាមកជួយអ្នកទេអាក្បត់កាលណាអ្នកទប់ទល់កាន់តែខ្លាំងខ្ញុំកាន់តែរំភើបថ្ងៃនេះខ្ញុំនឹងយកអ្នកលែងខ្ញុំហ៊ានមកប៉ះស្រីខ្ញុំអ្នកជាអ្នកសុំទានដ៏អាក្រក់អ្នកណាឲ្យអ្នកចូលចេញទៅពីទីនេះឥឡូវនេះគឺអ្នកហើយស៊ូឈីងស្វ័យតើអ្នកមានទំនាក់ទំនងអ្វីជាមួយអ្នកសុំទាននេះគឺលីងស្វួនខ្ញុំបានប្រាប់អ្នករួចហើយខ្ញុំធ្លាប់នៅជាមួយបុរសម្នាក់ហើយបានរួមភេទជាមួយគាត់វាជាគាត់ចាប់ពីពេលនេះទៅគាត់គឺជាប្តីរបស់ខ្ញុំប្តីរបស់ស៊ូឈីងស្វ័យរួមភេទជាមួយនាងម្ដងហើយស្ត្រីនេះអះអាងភ្លាមថាខ្ញុំជាប្តីរបស់នាងនោះគឺជាលើកទី1របស់ខ្ញុំស៊ូឈីងស្វ័យបានស្បត់ពីមុនថារាងកាយរបស់ខ្ញុំនឹងមានតែសម្រាប់បុរសម្នាក់ប៉ុណ្ណោះចាប់ពីពេលនេះទៅខ្ញុំជារបស់អ្នកហើយមានតែអ្នកប៉ុណ្ណោះខ្ញុំបានដេញតាមអ្នកយូរណាស់ហើយមិនដែលបានភ្លក់រសជាតិអ្នកសំបីតែបន្តិចហើយអ្នកឲ្យលើកទី1របស់អ្នកទៅអ្នកសុំទានដ៏អាក្រក់ម្នាក់គឺលីងស្វួនមែនទេអ្នកមើលទៅសំរុំគ្រប់គ្រាន់ហេតុអ្វីមាត់របស់អ្នកខ្វក់ម្លេះហ៊ាននិយាយពីឥតន័យនៅទីនេះមែនជឿខ្ញុំដោយចុចម្រាមដៃខ្ញុំតែម្ដងខ្ញុំអាចឲ្យនរណាម្នាក់កិនអ្នកឲ្យទៅជាធូលីប្រសិនបើអ្នកមានបញ្ហាសូមយកវាមកដាក់លើខ្ញុំកុំប៉ះពាល់គាត់ក្នុងរយៈពេល10ឆ្នាំនេះជាលើកទី1ហើយដែលស្ត្រីម្នាក់ឈរនៅមុខខ្ញុំដើម្បីការពារខ្ញុំស៊ូឈីងស្វ័យអ្នកបដិសេធមិនធ្វើជាអ្នកស្រីហឺហើយបែរជាលោតទៅរកអ្នកសុំទានខ្ញុំគិតថាអ្នកចង់ឃើញគ្រួសារសុខស័យធន់តើអ្នកមានន័យយ៉ាងម៉េចបញ្ជូនបញ្ជារបស់ខ្ញុំដល់ការវិនិយោគទាំងអស់ដែលធ្លាប់ផ្ដល់ឲ្យគ្រួសារស៊ូហើយប្រាប់គេថាអ្នកណាហ៊ានសហការជាមួយគ្រួសារស៊ូគឺប្រឆាំងនឹងខ្ញុំគឺលីងស្វួនអ្នកគួរឲ្យស្អប់ណាស់នេះជាអ្វីដែលកើតឡើងពេលអ្នកប្រឆាំងខ្ញុំស៊ូឈីងស្វ័យលើកលែងតែអ្នកលុតជង្គង់ឥឡូវហើយវាមកផ្គប់ចិត្តខ្ញុំប្រហែលជាខ្ញុំនឹងទុកឲ្យអ្នករួចខ្លួនកុំភ្លេចក្រុមហ៊ុនស៊ូគឺជាស្នាដៃជីវិតរបស់គ្រួសារស៊ូទាំងមូលប្រសិនបើវាត្រូវបានបំផ្លាញដោយសារអ្នកនោះអ្នកនឹងក្លាយជាមនុស្សមានបាបរបស់គ្រួសារស៊ូទាំងមូលចាំមើលថាតើម្ដាយរបស់អ្នកនឹងនៅទទួលស្គាល់អ្នកជាកូនស្រីរបស់គាត់ដែរឬទេក្រុមហ៊ុនស៊ូមិនអាចខ្សែធនបានឡើយកុំទៅទីនោះកុំបារម្ភដោយខ្ញុំនៅទីនេះគ្រួសារស៊ូនឹងមិនខ្សែធនទេដោយអ្នកនៅទីនេះគ្រួសារស៊ូនឹងមិនខ្សែធនអ្នកគិតថាអ្នកជាអ្វីអូខ្ញុំគ្រាន់តែជាអ្នកសុំទានអាក្រក់ម្នាក់ប៉ុន្តែការធ្វើជាអ្នកសុំទានមានគុណសម្បត្តិរបស់វាខ្ញុំបានឃើញមនុស្សជាច្រើនហើយខ្ញុំដឹងពីរឿងគ្រប់យ៉ាងខ្ញុំឃើញពុកខ្មៅនៅលើថ្ងាសរបស់លោកហឺថ្ងៃនេះអ្នកប្រកាសជានឹងមានឈាមហូរអ្នកកំពុងដាក់បណ្ដាសាខ្ញុំមែនទេអ្នកកំពុងសុំវាហើយអ្នកប្រយ័ត្នខ្ញុំបានប្រាប់អ្នកហើយថ្ងៃនេះអ្នកនឹងមានគ្រោះថ្នាក់ស្លាប់តែឯងមិនស្ដាប់អាចោតឯងថ្ងៃណាមួយខ្ញុំនឹងសម្លាប់ឯងស៊ូឈីងស៊ុយឯងមិនយល់ពីសញ្ញាទេឯងចង់បានវិធីពិបាកខ្ញុំគិតថាឯងចង់ឃើញដោយខ្លួនឯងគ្រួសារស៊ូរបស់ឯងខ្សែធនឯងពួកយើងជាអ្នកសុំទានក្រៅពីអានមនុស្សថាតើពួកគេនឹងមានគ្រោះថ្នាក់ដោយឈាមយើងក៏អាចទីសំណាងពួកគេបានដែរ
ខ្ញុំឃើញសំណាងនាងស៊ូល្អណាស់ក្នុងរយៈពេល3វិនាទីនឹងមានរឿងភ្ញាក់ផ្អើលល្អ ពិតឬ ស៊ូឈីងស៊ុយពាក្យរបស់អាចោឯងពិតជាជឿគាត់ក្នុងរយៈពេល3វិនាទីបើឯងមិនលូនមករកខ្ញុំនឹងធ្វើឲ្យគ្រួសារស៊ូខ្សៃធនភ្លាម 3 2 1 ប្រធានសភាពាណិជ្ជកម្មមហាស៊ីលោកលីនបានមកដល់ហើយខ្ញុំលីនសៀវបានមកថ្វាយនាងស៊ូកិច្ចសន្យា$1000 លានអ្វី ការបញ្ជាទិញ$1000 លាន มันអាចទៅរួចទេសភាពាណិជ្ជកម្មមហាស៊ីគ្រប់គ្រងខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលគ្រួសារធំទាំងអស់ចង់ផ្គប់ចិត្តសភានេះតើពួកគេអាចមករកគ្រួសារស៊ូដោយខ្លួនឯងបានយ៉ាងដូចម្តេចឯងត្រូវតែជាអ្នកខ្លាំងខ្លាយហើយកិច្ចសន្យានេះក៏ខ្លាំងខ្លាយដែរ ហឺលីងសៀនកុំធ្វើដូចកញ្ជ្រោងដែលមិនអាចទៅដល់ទំពាំងបាយជូរហើយនិយាយថាវាជូរចេញពីទីនេះឥឡូវនេះបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យគេបោះឯងចេញ ស៊ូឈីងស៊ុយរងចាំមើលទៅឆាប់ខ្ញុំនឹងធ្វើឲ្យឯងលុតជង្គង់អង្វរខ្ញុំឯងនាងស៊ូខ្ញុំចាប់អារម្មណ៍ក្នុងការសហការជាមួយក្រុមហ៊ុនរបស់នាងនេះជាកិច្ចសន្យា$1000 លាន លោកលីនតើលោកពិតជាមានឆន្ទៈក្នុងការសហការជាមួយក្រុមស៊ូ ពិតប្រាកដណាស់យកវាទៅអ្នកនិយាយត្រូវក្នុងរយៈពេល3វិនាទីខ្ញុំពិតជាមានរឿងភ្ញាក់ផ្អើលល្អមែនល្អណាស់ក្រុមស៊ូត្រូវបានសង្គ្រោះនិយាយពីនេះអ្នកមិនទាន់បានញ៉ាំអាហារថ្ងៃត្រង់ទេតោះយើងទៅញ៉ាំអីគ្នាបន្ទាប់មកខ្ញុំនឹងនាំអ្នកទៅយកលិខិតអាពាហ៍ពិពាហ៍ លិខិតអាពាហ៍ពិពាហ៍នាងស៊ូដូចឈើលីងសៀនបាននិយាយខ្ញុំគ្រាន់តែជាអ្នកសុំទានអាក្រក់ម្នាក់គ្មានផ្ទះគ្មានឡានគ្មានប្រាក់សន្សំអ្នកប្រកាសថាចង់រៀបការជាមួយខ្ញុំប្រកាសខ្ញុំបានប្រាប់អ្នករួចហើយខ្ញុំបានជ្រើសរើសអ្នកអារឿងអាក្រក់ហ៊ានណាស់ឯងដើម្បីអ្នកសុំទានអាក្រក់ទៅប្រមាថលោកម្ចាស់លោកម្ចាស់កំពុងតែដាក់គ្រួសារស៊ូយើងក្នុងបញ្ជីខ្មៅមកវិញឥឡូវនេះមានបញ្ហាបន្ទាន់នៅផ្ទះរងចាំខ្ញុំនៅទីនេះខ្ញុំនឹងត្រឡប់មកវិញឆាប់គ្រួសារស៊ូអ្នកសាហាវណាស់អ្នកពិតជាបានប្រព្រឹត្តចំពោះអ្នកសុំទានស្អុយម្នាក់ធ្វើឲ្យលោកហ៊ឺអាអន់ចិត្តអ្នកដឹងទេលោកហ៊ឺបានដាក់បញ្ជីខ្មៅលើគ្រួសារស៊ូរបស់យើងនៅទូទាំងទីក្រុងជីងជូវអ្នកដឹងទេថាអ្នកបង្កបញ្ហាប៉ុន្មានម៉ាក់ខ្ញុំបានឮពីលោកហ៊ឺថាគុណធម៌របស់បងត្រូវបានឲ្យទៅអ្នកសុំទានតាំងពីយូរមកហើយឥឡូវនាងគ្រាន់តែជាស្រីអាក្រក់ម្នាក់លោកហ៊ឺបានតាមរកនាងអស់ច្រើនឆ្នាំហើយនាងពុំដែលយកព្រមប៉ុន្តែឥឡូវនាងសុខចិត្តតើលោកហ៊ឺអាចមិនខឹងដូចម្ដេចអីអ្នកពិតជាឲ្យខ្លួនអ្នកទៅអ្នកសុំទាននៅខ្វក់ម្នាក់គ្រួសារស៊ូរបស់យើងតើយើងអាចមានកូនស្រីដែលធ្វើឲ្យខ្លួនឯងអាម៉ាស់ដូចនេះម៉ាក់គឺលីងសួនគាត់ព្យាយាមបង្ខំខ្ញុំបើគ្មានអ្នកសុំទានតូចនោះទេខ្ញុំប្រហែលជាខ្លាចជាជនរងគ្រោះរបស់គាត់ហើយទោះបីអ្នកត្រូវលោកហ៊ឺយកទៅនោះនៅតែប្រសើរជាងអ្នកសុកចិត្តឲ្យខ្លួនអ្នកទៅអ្នកសុំទានស្អុយម្នាក់ម៉ាក់តើអ្នកអាចនិយាយដូចនោះទេខ្ញុំជាកូនស្រីរបស់អ្នកខ្ញុំគ្មានកូនស្រីដូចអ្នកទេស្ដាប់ខ្ញុំអ្នកទៅគ្រួសារហ៊ឺឥឡូវនេះហើយសុំទោសគាត់ខ្ញុំមិនខ្វល់ថាលោកហ៊ឺចង់ឲ្យអ្នកធ្វើអ្វីទេអ្នកត្រូវតែធ្វើឲ្យគ្រួសារហ៊ឺតបបញ្ជីខ្មៅចេញពីគ្រួសារស៊ូរបស់យើងបងខ្ញុំបានឮថាលោកហ៊ឺពេលនៅលើក្រែមានចំណង់ចំណូលចិត្តខុសពីគេច្រើនកាន់តែអាក្រក់អារម្មណ៍គាត់កាន់តែចូលចិត្តធ្វើទារុណកម្មមនុស្សនេះជារបស់ក្មេងលេងដែលខ្ញុំបានរៀបចំសម្រាប់អ្នកពាក់វាឲ្យបម្រើគាត់ឲ្យបានល្អលោកហ៊ឺនឹងពេញចិត្តខ្ញុំបានប្រាប់អ្នកហើយខ្ញុំមិនទៅទេបាក់មើលនាងទៅបើអ្នកនៅតែចង់ធ្វើជាកូនស្រីអ្នកមានរបស់គ្រួសារស៊ូហើយនៅតែចង់ធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ូដូច្នេះទៅគ្រួសារហ៊ឺឥឡូវនេះហើយសុំទោសលោកហ៊ឺបងឈប់ទប់ទល់ទៀតទៅអ្នកសមនឹងទទួលវាលោកយកប្រពន្ធខ្ញុំទៅណាតើអ្នកធ្វើអ្វីនៅទីនេះបងស្រីនេះមិនអាចជាអ្នកដែលអ្នកបានភ្ជាប់ជាមួយអ្នកសុំទានដែលមានក្លិនស្អុយនោះមែនទេអីអ្នកអៀនខ្មាស់
តើអ្នកមិនទាន់ធ្វើឲ្យយើងខ្មាស់គេគ្រប់គ្រាន់ទេអ្នកពិតជាបាននាំអ្នកសុំទានដែលមានក្លិនស្អុយនោះចូលមកក្នុងផ្ទះយើង ហេនោះមិនយុត្តិធម៌ទេខ្ញុំអាចជាអ្នកសុំទានប៉ុន្តែខ្ញុំសុំបាយរាល់ថ្ងៃខ្ញុំមិនលួចឬប្លន់ទេតើនោះធ្វើឲ្យអៀនខ្មាស់យ៉ាងដូចម្ដេច មនុស្សថោកទាបក្រីក្រម្នាក់ពិតប្រាកដអៀនខ្មាស់ដូចសពដង ហេនោះក៏មិនយុត្តិធម៌ដែរនិយាយពីរឿងអៀនខ្មាស់តើអ្នកណាអាចឈ្នះអ្នកបញ្ជូនកូនស្រីរបស់អ្នកនិងប្អូនស្រីរបស់អ្នកទៅជញ្ជក់ជាមនុស្សអាក្រក់ម្នាក់នោះហើយជាមុខពិតតើអ្នកណាទៀតអាចធ្វើបែបនោះ អ្នកគួរឲ្យស្អប់ខ្ពើមគ្រួសារស៊ូជាគ្រួសារអភិជនអស់រយៈពេល100ឆ្នាំមកហើយអ្នកគ្មានសិទ្ធិនិយាយទេបាក់គុំខឹងអីអ្នកសុំទានដែលមានក្លិនស្អុយនេះគិតថាដោយសារគាត់បានដេកជាមួយនាងច្បងនៃគ្រួសារស៊ូគាត់អាចធ្វើជាកូនប្រសារល្អឥតខ្ចោះគាត់គួរតែមើលខ្លួនឯងឲ្យច្បាស់អ្នកសុំទានដែលមានក្លិនស្អុយហ៊ានដើរចូលមកក្នុងលំនៅឋានគ្រួសារស៊ូឆ្មាំបោះគាត់ចេញខ្ញុំបានសម្រេចចិត្តថាគាត់ជាប្តីរបស់ខ្ញុំគ្មាននរណាអាចយកគាត់ទៅឆ្ងាយបានទេ ស្រីនេះការពារខ្លាំងណាស់ អ្នកអៀនខ្មាស់អ្នកពិតជាអះអាងថាអ្នកសុំទានដែលមានក្លិនស្អុយជាប្តីរបស់អ្នកតើអ្នកគិតថាអ្នកគួរឲ្យស្រឡាញ់ប៉ុណ្ណា ផ្ទះប្រពន្ធខ្ញុំនៅចំពោះមុខខ្ញុំតើអ្នកមានការគោរពចំពោះខ្ញុំទេ បងស្រីនេះជាអ្នកសុំទានដែលមានក្លិនស្អុយដែលអ្នកបានភ្ជាប់ជាមួយនៅខាងក្រៅមិនត្រឹមតែគាត់ឆ្លើយប៉ុន្តែគាត់ក៏មិនគោរពម៉ាក់ដែរក្រុមហ៊ុនស៊ូជាគ្រាអាយុ100ឆ្នាំនៃគ្រួសារស៊ូប្រសិនបើវាខ្សែធនដោយសារអ្នកប្រមាថលោកម្ចាស់ហឺអ្នកនឹងក្លាយជាមនុស្សមានបាបនៃគ្រួសារស៊ូទាំងមូលខ្ញុំបានធានារួចហើយកិច្ចព្រមព្រៀង$1000 លានជាមួយសភាពាណិជ្ជកម្មគ្រួសារស៊ូនឹងមិនខ្សែធនទេអីអ្នកទទួលបានកិច្ចព្រមព្រៀង$1000 លានត្រឹមត្រូវហើយតើអ្នកយកខ្ញុំនិងម៉ាក់ទៅជាក្មេងអាយុ3ឆ្នាំមែនទេនៅក្នុងដាសៀទាំងមូលគ្រប់គ្នាដឹងថាសភាពាណិជ្ជកម្មគឺមិនអាចប៉ះពាល់បានវាជាអ្នកតែគ្រួសារទាំងអស់ចង់ផ្សារភ្ជាប់គ្រួសារស៊ូរបស់យើងបានធ្លាក់ចុះប៉ុន្មានឆ្នាំនេះហេតុអ្វីបានជាសភាពាណិជ្ជកម្មមិនដែលផ្ដល់ឲ្យយើងនៅការបញ្ជាទិញដ៏ធំបែបនេះពិតប្រាកដសភាពាណិជ្ជកម្មមានអំណាចពួកគេអាចមានដៃគូណាក៏បានតាមចិត្តហេតុអ្វីបានជាពួកគេផ្ដល់ការបញ្ជាទិញឲ្យគ្រួសារស៊ូវាដោយសារតែឈីងស៊ុយស្អាតនិងមានចិត្តល្អនិងមានសមត្ថភាពបងស្រីអ្នកមិនកុហកចង់គ្រាន់តែដើម្បីសង្គ្រោះអ្នកសុំទានដែលមានក្លិនស្អុយនេះមែនទេដូច្នេះហេតុអ្វីមិននិយាយថាអ្នកស្គាល់ព្រះអម្ចាស់ដ៏ល្បីល្បាញហើយឲ្យគាត់ជួយសម្រួលឲ្យអ្នកនិយាយត្រូវហើយខ្ញុំពិតជាបានជួយសម្រួលឲ្យនាងអស់សំណើចអ្នកមិនគិតមុនពេលអួតទេខ្ញុំគិតថាអ្នកមកគ្រួសារស៊ូរបស់យើងគ្រាន់តែរកលុយមែនទេលុយ$100នេះគឺគ្រប់គ្រាន់សម្រាប់អ្នកអង្វរនៅខាងក្រៅពេញមួយថ្ងៃយកវាឡើងឥឡូវនេះហើយចេញពីផ្ទះស៊ូទៅកញ្ញាស៊ូប្រសិនបើអ្នកពិតជាចង់បង្អាប់ខ្ញុំដោយលុយយ៉ាងហោចណាស់សូមបង្ហាញពីភាពស្មោះត្រង់បន្តិចលុយតិចតួចនេះអ្នកពិតជាហ៊ានឲ្យខ្ញុំមែនខ្ញុំអាចឲ្យអ្នកបាន$100នោះគឺល្មមហើយកុំមិនដឹងគុណស៊ូរ៉ាវគ្រប់គ្រាន់ហើយគាត់ជាអ្នកដែលបំពុលអ្នកហើយធ្វើឲ្យអ្នករាល់គ្នាឃើញអ្នកដូចជាស្បែកជើងចាស់អ្នកសុំទាននៅខ្វក់នេះគ្រួសារស៊ូរបស់យើងកំពុងអាណិតមិនយកស្បែកគាត់ទាំងរស់ហើយឥឡូវអ្នកចង់ការពារគាត់អ្នកយាមចង់គាត់កាត់ពងគាត់ឥឡូវនេះម៉ាក់អ្នកមិនដឹងគុណអ្នកគិតថាខ្ញុំមិនដោះស្រាយជាមួយអ្នកទេខ្ញុំចង់ឃើញអ្នកណាហ៊ានប៉ះនាងតើអ្នកទាំងអស់រងចាំអ្វីចាប់គាត់អ្នកសុំទានតូចស្លាប់អីតើមានរឿងអីស៊ូឈីងស្វេឯងអ្វីទៅឯងយករបស់ខ្វក់បែបនេះមកធ្វើអីមិនឆ្ងល់ទេដែលគេថាមានភ្នែកតែមើលមិនឃើញខ្ញុំជាព្រះអម្ចាស់មិនដែលឮអ្នកណាហៅខ្ញុំរបស់ខ្វក់មានតែឯងទេជាអ្នកសុំទានស្អុយហ៊ានហៅខ្លួនឯងថាព្រះអម្ចាស់ខ្ញុំគិតថាឯងដើរសុំទានតាមផ្លូវក្រាបច្រើនពេករហូតឈួតថ្ងៃនេះបើឯងមិនដេញអ្នកសុំទានស្អុយនេះចេញហើយទៅសុំទោសលោកម្ចាស់ហេចាប់ពីពេលនេះទៅខ្ញុំមិនទទួលឯងជាកូនទៀតទេបងលោកម្ចាស់ហេលើនៅរងចាំឯងនៅផ្ទះប្រញាប់ទៅលាងខ្លួនទៅបម្រើគាត់បើក្រុមហ៊ុនស៊ូខ្សែធនដោយសារឯងពេលនោះឯងពិតជាខ្លាយជាមនុស្សមានបាបនៃគ្រួសារស៊ូទាំងមូលខ្ញុំមិនអាចឲ្យគ្រួសារស៊ូដោយសារខ្ញុំខ្សែធនបានទេឈីងស្វេឯងភ្លេចហើយតើឯងអត់មានការបញ្ជាទិញ$1000 លានរបស់សភាពាណិជ្ជកម្មគ្រួសារស៊ូមិនខ្សែធនទេអ្នកណាដឹងថាការបញ្ជាទិញនេះពិតឬខ្លែង
គ្រួសារហើយចង់សហការជាមួយសភាតែមិនដែលមានឱកាសតើប្រធានសភាស្រាប់តែឲ្យការបញ្ជាទិញធំបែបនេះដល់យើងតើការបញ្ជាទិញនោះពិតជាខ្លាំងមែនទេខ្ញុំគិតថាបងឯងតាំងពីនៅជាមួយអ្នកសុំទានស្អុយនេះជាមួយគ្នាឯងល្ងងអស់ហើយលើកលែងតែប្រធានសភាពិតជាឲ្យប្រាក់កក់បើមិនដូច្នេះការបញ្ជាទិញនេះគ្មានសុពលភាពអញ្ចឹងបើការបញ្ជាទិញនោះពិតអញ្ចឹងយ៉ាងម៉េចបើការបញ្ជាទិញនោះពិតខ្ញុំស៊ូរ៉ាវនឹងនៅមុខមនុស្សគ្រប់គ្នាលិតបាតជើងឯងអូខេទៅលិតទៅឯងហ៊ានចំអកខ្ញុំនិយាយការពិតអ្នកដឹកប្រាក់កក់មកដល់ហើយខ្ញុំមកជាពិសេសដើម្បីប្រគល់ឲ្យប្រធានស៊ូប្រាក់កក់500លាននេះតើពិតជាមានប្រាក់បញ្ញើ500លានទេនេះតើអាចទៅរួចយ៉ាងដូចម្ដេចតើការបញ្ជាទិញនេះអាចពិតប្រាកដយ៉ាងដូចម្ដេចទើបតែមួយផ្លែតនេះកញ្ញាស៊ូបាននិយាយថាប្រសិនបើការបញ្ជាទិញនេះពិតប្រាកដនាងនឹងលិតស្បែកជើងខ្ញុំអ្នកគិតថាឯងជាអ្នកណាអ្នកគិតថាខ្ញុំនឹងទៀបរហូតដល់លិតស្បែកជើងឯងមែនទេអ្នកកំពុងសុំឲ្យគេវាយឯងនឹងងងខ្វាក់ភ្នែកឯងហ៊ានយ៉ាងម៉េចនិយាយរឿងឥតប្រយោជន៍នៅមុខអ្នកចម្បាំងខ្ញុំតែងតែរក្សាពាក្យសម្ដីខ្ញុំស្អប់អ្នកដែលក្បត់ពាក្យដោយសារកញ្ញាស៊ូមិនព្រមលុតជង្គង់ដូច្នេះខ្ញុំក៏ជួយអ្នករាវទុកវាចោលនាងជាប្អូនស្រីខ្ញុំដើម្បីឈីងស្វេខ្ញុំនឹងលើកលែងអ្នកម្ដងនេះអ្នកខ្ញុំមិនដែលគិតថាស៊ូឈីងស្វេនឹងអាចទទួលបានការបញ្ជាទិញពីសភាពាណិជ្ជកម្មប៉ុន្តែអ្នកគិតថាការទទួលបានការបញ្ជាទិញនោះគឺគ្រប់គ្រាន់ដើម្បីសង្គ្រោះគ្រួសារស៊ូថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកថាតើអំណាចដាច់ខាតមានន័យដូចម្ដេចរាល់ការបញ្ជាទិញទាំងអស់ដែលដាក់ជាមួយក្រុមហ៊ុនស៊ូមានតម្លៃ 1000 លាននឹងត្រូវសងប្រាក់វិញភ្លាមហើយចំពោះបញ្ហាគុណភាពទាមទារសំណង10 ដងអីលោកហេបានលុបចោលរាល់ការបញ្ជាទិញទាំងអស់ជាមួយគ្រួសារស៊ូហើយគាត់កំពុងទាមទារសំណង 10,000 លានអាឡូខ្ញុំពិតជាមើលស្រាលថាហេលីងស្វានអាចឥតអៀនខ្មាស់ប៉ុណ្ណាកិច្ចសន្យាត្រូវបានចុះហត្ថលេខារួចហើយហេលីងស្វានតើគាត់អាចលុបចោលវាយ៉ាងដូចម្ដេចដោយហេតុផលអ្វីវាគឺដោយសារតែឯងអ្នកសុំទានម្នាក់នេះខ្ញុំបានប្រាប់ឯងឲ្យសុំទោសលោកហេតែឯងមិនព្រមឥឡូវនេះដោយសារតែការបញ្ជាទិញតែមួយរបស់គាត់គ្រួសារស៊ូនឹងបាត់បង់អ្វីទាំងអស់គ្រួសារស៊ូនឹងមិនខ្សែទេមិនថាអ្នកណាហ៊ានប៉ះពាល់ស្ត្រីរបស់ខ្ញុំនឹងធ្វើឲ្យគាត់ស្ដាយដែលបានកើតមកគ្រួសារគឺជាកំពូលនៃផ្ទះធំទាំង4ខ្ញុំដឹងថាអ្នកព្រួយបារម្ភពីខ្ញុំប៉ុន្តែខ្ញុំមិនអាចឲ្យអ្នកទៅស្លាប់ជាមួយខ្ញុំទេកុំបារម្ភខ្ញុំនៅទីនេះគេមិនហ៊ានមករករឿងអ្នកទេគឺលីងសៀនទំនិញដែលយើងឲ្យអ្នកវាមិនមានបញ្ហាអ្វីទេអ្នកសុំឲ្យយកមកវិញវាផ្ទុយនឹងច្បាប់ពាក្យរបស់ខ្ញុំគឺជាច្បាប់អ្នកស៊ូឈីងស៊ូអេការសុំគេអ្នកគួរធ្វើវាឲ្យបានត្រឹមត្រូវជំនួសឲ្យការនាំអ្នកសុំទានមកបង្ខូចចិត្តខ្ញុំតើអ្នកថាម៉េចអ្នកណាថាខ្ញុំមកសុំអ្នកប្រហែលជាឆាប់នេះអ្នកដែលសុំមេត្តានឹងខ្លាចជាអ្នកខ្ញុំសុំមេត្តាហាសុំអ្នកណាអ្នកជាអ្នកសុំទាននៅខ្វក់
អ្នកនិយាយរឿងអីឥតប្រយោជន៍ តើអ្នកគិតថាគ្រួសារហឺរបស់អ្នកដែលជាកម្ពូលនៃផ្ទះធំទាំង4នៅជើងជើអាចធ្វើអ្វីតាមចិត្តបានក្រុមប្រឹក្សាពាណិជ្ជកម្មនឹងស៊ើបអង្កេតថាតើទំនិញមានបញ្ហាដែរឬទេក្រុមប្រឹក្សាពាណិជ្ជកម្មគ្រួសារហឺរបស់យើងជាកម្ពូលនៃផ្ទះធំទាំង4ពូរបស់ខ្ញុំជាម្ចាស់ក្រុងខ្ញុំមិនខ្វល់ពីក្រុមប្រឹក្សាពាណិជ្ជកម្មទេស៊ូឈីងស៊ូអេជាមួយគ្រួសារស៊ូដែលកំពុងធ្លាក់ចុះអ្នកចង់ប្រឆាំងនឹងខ្ញុំគ្រាន់តែជាម្ចាស់ក្រុងម្នាក់គ្រាន់តែអ្នកសុំទាននៅខ្វក់អ្នកនិយាយធំមែនលើកលែងតែតួអង្គគ្រឿងប្រេងនោះពូរបស់ខ្ញុំជាអំណាចខ្ពស់បំផុតមិនថាខ្ពស់ប៉ុណ្ណាទេគាត់នៅតែទាបជាងខ្ញុំស៊ូឈីងស៊ូអេតើនេះជាអ្នកសុំទាននៅខ្វក់ដែលអ្នករើសយកពីផ្លូវមិនត្រឹមតែខ្វក់ប៉ុន្តែក៏ជាមនុស្សឈួតស្រឡាំងកាំងដែរអ្នកថាពូខ្ញុំទាបជាងអ្នកជាព្រះរាយខ្ញុំនឹងនិយាយដូចនេះខ្ញុំព្រះអង្គដ៏ខ្ពង់ខ្ពស់តើអ្នកជាសត្វវខ្វក់បែបណាតើអ្នកហ៊ានខ្លាញ់ធ្វើជាព្រះអង្គដ៏ខ្ពង់ខ្ពស់ព្រះអង្គដ៏ខ្ពង់ខ្ពស់គឺជារឿងព្រេងរបស់ដាសៀតើអាចដូចម្ដេចថាអ្នកជាអ្នកសុំទាននៅខ្វក់ស៊ូឈីងស៊ួយអ្នកបានបដិសេធការផឹកហើយឥឡូវអ្នកត្រូវផឹកទោសទណ្ឌអ្នកបានបដិសេធមិនធ្វើជាម្ចាស់ស្រីរបស់គ្រួសារហឺហើយបានចូលរួមជាមួយអ្នកសុំទានហើយឥឡូវអ្នកគឺជាស្ត្រីខូចខ្ញុំនឹងឲ្យឱកាសអ្នកសម្រាប់មនុស្សឈួតដោយដៃអ្នកផ្ទាល់ហើយខ្ញុំនឹងពិចារណាធ្វើឲ្យអ្នកក្លាយជាស្ត្រីរបស់ខ្ញុំហើយដោះលែងគ្រួសារស៊ូរបស់អ្នកហ៊ឺលីងស៊ួនខ្ញុំជាអ្នកដែលប្រមាថអ្នកគាត់មិនពាក់ព័ន្ធទេសូមដកវាទៅលើខ្ញុំវិញបើអ្នកមានបញ្ហាណាមួយតើអ្នកហ៊ានការពារគាត់មិនហ៊ានធ្វើទេមែនល្អហើយខ្ញុំនឹងធ្វើវាអ្នកសុំទានតូចអ្នកសុំទាននៅខ្វក់ខ្ញុំនឹងសម្លាប់អ្នកទូរស័ព្ទរត់ហើយហេតុអីឯងមិនឆ្លើយនេះជាសភាពាណិជ្ជកម្មជីងជូវក្រុមហែត្រូវបានសង្ស័យពីបទច្បោកពួកគេនឹងត្រូវប្រឈមនឹងទណ្ឌកម្មពីសភាពាណិជ្ជកម្មតើអាចទេឯងពិតជាព្រះម្ចាស់ប្រសិនបើអត្តសញ្ញាណជាព្រះម្ចាស់របស់ខ្ញុំត្រូវលាតត្រដាងវានឹងតាក់ទាញអ្នកគោរពបូជារាប់មិនអស់ហើយវានឹងនាំមកនៅបញ្ហាដល់ឈីងស្វេតែមិនចាំបាច់ល្អជាងគុំលាតត្រដាងវាសម្រាប់ពេលនេះមិនអាចទេទាំងស្រុងវាគ្រាន់តែជាការហៅទូរស័ព្ទមួយប៉ុណ្ណោះវាមិនបញ្ជាក់អ្វីទេតើព្រះម្ចាស់ដ៏ល្បីល្បាញអាចជាអ្នកសុំទាននៅខ្វក់ដូចឯងគ្រាន់តែអ្នកសុំទាននៅខ្វក់ទៀបថោកហេលីងស៊ួនគាត់គ្រាន់តែជាអ្នកសុំទានម្នាក់ខ្ញុំបានប្រាប់ឯងពីមុនគាត់គ្មានទំនាក់ទំនងជាមួយក្រុមស៊ូទេបើឯងមានបញ្ហាសូមយកវាមកដាក់លើខ្ញុំទុកគាត់ចោលល្អខ្ញុំនឹងឲ្យគាត់ទៅបើឯងព្រមធ្វើជាស្រីកំណានរបស់ខ្ញុំហើយឲ្យខ្ញុំធ្វើអ្វីតាមចិត្តជាមួយឯងអញ្ចឹងខ្ញុំអាចពិចារណាឲ្យគាត់រស់ចំណែកអ្នកសុំទានស្អុយនេះលុតជង្គង់ហើយសុំទោសហើយខ្ញុំអាចឲ្យឯងស្លាប់យ៉ាងថ្លៃថ្នូរហ៊ឺលីងសាក់តើឪពុកម្ដាយរបស់អ្នកមិនបានបង្រៀនអ្នកទេពេលនិយាយជាមួយអ្នកដទៃកុំចង្អុលដៃដាក់គេវាឆ្លើយណាស់ការធ្វើជំនួញគឺអំពីការទុកចិត្តអ្នកជាអ្នកបំបែកទំនុកចិត្តមុនគេដូច្នេះអ្នកត្រូវប្រឈមមុខនឹងផលវិបាកអាចោរក្រីក៏មកបង្ករឿងនៅមុខផ្ទះខ្ញុំឯងធន់នឹងជីវិតឬបើឯងចង់ស្លាប់ខ្ញុំនឹងផ្ញើឯងទៅស្លាប់ឥឡូវអាចោរតូចប្រយ័ត្នឈីងសីឯងមិនអីទេខ្ញុំមិនអីទេកុំវាយគាត់គ្រួសារហ៊ឺជាមេនៃ4គ្រួសារធំនៅឈីងជូវហើយពួកគេមានការគ្រប់គ្រងពីម្ចាស់ក្រុងបើឯងបង្ករឿងជាមួយគាត់ឯងនឹងបាត់បង់ជីវិតម្ចាស់ក្រុងជីងជូវគឺមិនសំខាន់សម្រាប់ខ្ញុំទេអូអញ្ចឹងឆ្កែយាមនេះហ៊ានខំម្ចាស់សុំទោសឈីងសីខ្ញុំគិតថាឯងកំពុងសុំស្លាប់ជឿមិនជឿខ្ញុំនឹងធ្វើឲ្យឯងមិនឃើញព្រះអាទិត្យថ្ងៃស្អែកទេតើលោកមេក្រុងលីវេដឹងទេគាត់ជាពូរបស់ខ្ញុំប្រមាថខ្ញុំគឺប្រមាថទាំងមូលធុញនឹងជីវិតហើយមែនទេចង់លងទឹកទន្លេទេមិនមែនតែអ្នកទេទ
ទោះបីជាពូមេក្រុងជាពូរបស់អ្នកមកដោយខ្លួនឯងថ្ងៃនេះអ្នកត្រូវសុំទោសខ្ញុំផ្ទាល់ស៊ូឈីងស៊ូអ្នកសុំទានដែលអ្នករកឃើញនេះគួរឲ្យចាប់អារម្មណ៍ណាស់មែនទេ3ថ្ងៃក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនស៊ូធ្លាក់ចុះទាំងស្រុង ហឺលីងស្វានអ្នកអាក្រក់ណាស់ នេះជាអ្វីដែលកើតឡើងពេលអ្នកធ្វើឲ្យខ្ញុំខឹងតើខ្ញុំបាននិយាយថាអ្នកអាចចាក់ចេញបានទេលើកជង្គង់សុំទោសឈីងស៊ូអ្នកសុំទានអាក្រក់ហ៊ានបញ្ជាឲ្យខ្ញុំសុំទោសនាងអ្នកទើបតែប្រើកម្លាំងធ្វើបាបអ្នកដទៃដូច្នេះអ្នកគួរសុំទោសនិយាយថាសុំទោសខ្ញុំរស់នៅ20ឆ្នាំមិនដែលនិយាយពាក្យទាំង3នោះទេដូច្នេះថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកនិយាយមក គាត់គ្រាន់តែជាអ្នកសុំទានម្នាក់មិនអាចទុកឲ្យគាត់សម្រាប់ជាប្រយោជន៍របស់ខ្ញុំខ្លាចជាគោលដៅរបស់ហឺលីងស្វានដ៏អាក្រក់នោះភ្លេចវាទៅតោះទៅ ឈីងស្វេការដោះស្រាយជាមួយមនុស្សប្រភេទគាត់អ្នកមិនអាចទន់ភ្លន់បានទេប្រសិនបើអ្នកថយមួយជំហានគាត់នឹងឈានទៅមុខ10ជំហានថ្ងៃនេះយើងត្រូវតែសងសឹកខ្ញុំនឹងឲ្យអ្នកជំរឿ2ទី1សុំទោសឈីងស្វេហើយខ្ញុំនឹងឲ្យអ្នកទៅទី2ខ្ញុំនឹងបំបែកដៃជើងរបស់អ្នកហើយបោះអ្នកចុះពីទីនេះជ្រើសរើសអ្នកជាអ្នកសុំទាននៅខ្វក់ហ៊ានប៉ះខ្ញុំគ្រូសាហឺនឹងមិនឲ្យអ្នករួចខ្លួនទេខ្ញុំចង់ឲ្យអ្នកនៅក្នុងទីក្រុងជីងជូវគ្មានកន្លែងស្នាក់នៅថាតើខ្ញុំមានកន្លែងស្នាក់នៅអត់មិនមែនជាកង្វល់របស់អ្នកទេប្រសិនបើអ្នកនៅតែមិនសុំទោសខ្ញុំនឹងធ្វើឲ្យអ្នកពិការអ្នកនិយាយមកសុំទោសគុំសាកល្បងការអត់ធ្មត់របស់ខ្ញុំអ្នកស្រីស៊ូខ្ញុំសុំទោសខ្ញុំខុសហើយខ្លាំងជាងនេះអ្នកស្រីស៊ូខ្ញុំសុំទោសវាជាកំហុសរបស់ខ្ញុំ អូខេទុកឲ្យគាត់ទៅតោះទៅ ស៊ូឈីងស៊ុយឯងស្អាតណាស់ចាំមើលឯងការអាម៉ាស់ថ្ងៃនេះថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យឯងនឹងអ្នកសុំទានដល់ខ្វក់នេះសងសឹកវិញ100ដង ថ្ងៃនេះខ្ញុំបានធ្វើឲ្យហឺលីងសៀនអាអន់ចិត្តទាំងស្រុងហឺលីងសៀនជាមនុស្សចេះចាំរឿងគាត់ប្រកាសជាមិនទុកឲ្យខ្ញុំងាយទេ នៅក្រុមហ៊ុនរបស់ហឺឯងបានទុកការវាយរបស់ហឺលីងសៀនឲ្យខ្ញុំមើលមុខរបួសខាងក្រោយក្នុងឯង ខ្ញុំអាចធ្វើដោយខ្លួនឯងបាន ឯងប្រកាសជាទៅដល់ខ្ញុំចេះចុចចំណុចនិងម៉ាសាខ្លះដែរលេបថ្នាំរួចខ្ញុំនឹងជូតឲ្យវានឹងជាសះស្បើយលឿនជាងស្នាមជៀមនៅលើខ្នងរបស់អ្នកពិតជាអាក្រក់ណាស់អ្នកធ្វើវាយឺត ដៃរបស់ខ្ញុំមានស្ថិរភាពជាងជំនួយការណាមួយប្រសិនបើស្នាមជាមនោលាយវានឹងកាន់តែស្ទះឡើងថ្ងៃស្អែកវានឹងឈឺជាងនេះទៅទៀតស្រាល ស្នាមជាមនុស្សជ្រៅពេកហើយការត្រដុសវាជួយឲ្យវាសัตว์ ថ្នមវាឈឺណាស់ឥឡូវនេះអ្នកទីក្រុងទាំងអស់ដឹងហើយថាស៊ូឈីងស៊ូបានដេកជាមួយអ្នកខ្ញុំក៏សម្រេចចិត្តថាអ្នកជាមនុស្សរបស់ខ្ញុំប៉ុន្តែចាប់ពីពេលនេះទៅអ្នកមិនត្រូវប៉ះស្ត្រីផ្សេងទេបើខ្ញុំមិនមែនជាអ្នកសុំទានតើខ្ញុំអាចធ្វើអ្វីបានអ្នកគ្មានការអប់រំទេហើយក៏គ្មានជំនាញអ្វីដែរនិយាយប្រាប់អ្នកចាប់ពីថ្ងៃស្អែកអ្នកមកក្រុមហ៊ុនស៊ូហើយធ្វើការជាអ្នកយាមការងារអ្នកយាមនេះល្អណាស់ម៉ោងស្រួលការងារស្រាលអ្វីដែលល្អបំផុតខ្ញុំអាចឡើងមកពីពេលមួយទៅពេលមួយហើយម៉ាសាប្រពន្ធខ្ញុំអ្នកមិនអាចទៅរួចទេខ្ញុំទៅ
ម្ហូបនៅទីនេះឆ្ងាញ់ណាស់ក្រោយខ្ញុំនឹងខ្ចប់មួយឲ្យឈីងស៊ូយកទៅឯងជាអ្នកសុំទាននៅខ្វាក់ម្នាក់ខ្ញុំមិនបានរកអ្នកទេតែឯងមកទីនេះដើម្បីស្លាប់អីឯងមិនដឹងទេថាហាងនេះជាទឹកដីរបស់ខ្ញុំសុំទានអាហារនៅក្បែរមាត់ទ្វារផ្ទះខ្ញុំមកទីនេះដើម្បីញ៉ាំអតិថិជនជាស្ដេចនេះជារបៀបដែលអ្នកប្រព្រឹត្តចំពោះស្ដេចរបស់អ្នកឯងជាស្ដេចហឺគ្រាន់តែឯងអ្នកសុំទាននៅខ្វាក់ឯងដឹងទេថាម្ហូបមួយនៅទីនេះថ្លៃប៉ុន្មានទោះបីឯងលក់ឆ្អឹងដែលគ្មានតម្លៃរបស់ឯងក៏មិនអាចទិញបានសូម្បីតែម្ហូបមួយមុខខ្ញុំធ្លាប់ជាអ្នកសុំទានប៉ុន្តែពេលនេះខ្ញុំមានការងារសមរម្យខ្ញុំមកទីនេះដើម្បីចាយលុយមិនត្រឹមតែឯងមិនស្វាគមន៍ខ្ញុំថែមទាំងប្រមាថអតិថិជនទៀតតើអ្នកណានឹងមកញ៉ាំនៅទីនេះទៀតឯងជាអ្នកសុំទាននៅខ្វាក់ម្នាក់ឯងគ្មានលុយប៉ុន្តែឯងមានមាត់មុតលើកមុនខ្ញុំមើលស្រឡែងលើកនេះខ្ញុំត្រៀមខ្លួនពេញលេញថ្ងៃនេះខ្ញុំនឹងទាញធ្មេញឯងទាំងអស់ចេញអ្វីវាទើបតែមួយថ្ងៃទេហើយអ្នកភ្លេចមេរៀនចុងក្រោយហើយឬលោកគ្រូហ៊ឺលើកមុនអ្នកមានសំណាងលើកនេះអ្នកនឹងមិនសំណាងទេខ្ញុំសូមណែនាំអ្នកឲ្យខ្ញុំទៅលើបើមិនអញ្ចឹងទេអ្នកប្រកាសជាស្ដាយនៅថ្ងៃនេះអ្នកគ្រាន់តែជាអ្នកសុំទានហើយអ្នកហ៊ានគំរាមខ្ញុំគួរឲ្យអស់សំណើចណាស់ខ្ញុំមិនឲ្យអ្នកទៅទេតើអ្នកអាចធ្វើអ្វីបានអ្នកសុំទាននៅខ្វាក់តើអ្នកគិតថាអ្នកជាអ្នកណាម្ដងហើយម្ដងទៀតអ្នកធ្វើឲ្យខ្ញុំខឹងជានិច្ចឥឡូវអ្នកកំពុងនៅលើទឹកដីរបស់ខ្ញុំគ្មាននរណាអាចសង្គ្រោះអ្នកនៅថ្ងៃនេះទេកំពុងសម្លឹងមើលខ្ញុំបើអ្នកក្លាហានវាខ្ញុំមកត្រង់នេះឲ្យខ្ញុំប្រាប់អ្នកស៊ូឈីងស្វេគឺជាស្ត្រីដែលខ្ញុំបានកំណត់គោលដៅហើយអ្នកជាអ្នកសុំទានបានបំផ្លាញកិត្តិយសនាងរឿងនេះបើខ្ញុំមិនដោះស្រាយជាមួយអ្នកខ្ញុំជាមនុស្សមានស្នែងចឹងសងសឹកទៅលោកគ្រូហឺតើអ្នកចង់ដោះស្រាយរឿងនេះដោយរបៀបណាតើអ្នកមិនមែនជាឆ្មាំការពារស៊ូឈីងស្វេទេអ្នកដែលមិនឲ្យខ្ញុំប៉ះនាងថ្ងៃនេះខ្ញុំនឹងរកខ្សែឆ្កែហើយចង់អ្នកមកមើលថាអ្នករារាំងខ្ញុំយ៉ាងម៉េចទៅយកខ្សែឆ្កែមកឲ្យខ្ញុំអូនេះល្អណាស់ទំហំនៃខ្សែនេះសមល្មមវានឹងសមនឹងអ្នកឥតខ្ចោះហេហឺតើអ្នកប្រកាសថាអ្នកចង់ដាក់ខ្សែនេះលើខ្ញុំអ្វីនៅតែគិតថាស៊ូឈីងស្វេនឹងមកជួយអ្នកខ្ញុំប្រាប់អ្នកខ្ញុំបានដាក់បញ្ជាសម្រាប់គ្រួសារស៊ូនៅជីងជោហើយដាក់បញ្ជាសម្រាប់ឥឡូវនាងមានបញ្ហាធំដោយខ្លួនឯងតើនាងនៅតែយកចិត្តទុកដាក់លើអ្នកយ៉ាងម៉េចបញ្ជាសម្រាប់អ្នកគិតថាបញ្ជាសម្រាប់ធម្មតាមួយអាចបញ្ឈប់ស៊ូឈីងស្វេបានខ្ញុំប្រាប់អ្នកពូរបស់ខ្ញុំជាម្ចាស់ក្រុងនោះគឺជាដៃស្ដាំរបស់ព្រះម្ចាស់គឺជាអ្នកមានអំណាចកំពូលនៃប្រទេសដាស៊ីពូរបស់ខ្ញុំនឹងឆាប់ណែនាំខ្ញុំទៅកាន់ព្រះម្ចាស់បន្ទាប់មកខ្ញុំនឹងធ្វើជាមេជាមួយក្មួយប្រុសដូចអ្នកលីវេនឹងមិនបានធ្វើជាអភិបាលក្រុងយូទេហ៊ានណាឯងជេរពូខ្ញុំចងខ្សែគាត់ដូចឆ្កែអ្នកណាហ៊ានប៉ះពាល់ខ្ញុំអម្ចាស់ឯងអ្នកសុំទាននៅខ្វាក់ឯងមានកម្លាំងខ្លះដែរប៉ុន្តែមនុស្សម្នាក់តែម្នាក់មិនអាចឈ្នះយើងទាំងពីរបានទេយកនេះទៅឈប់ការពារអម្ចាស់លោកមិនអីទេខ្ញុំមិនអីទេមកល្អណាស់ឯងមកដល់ឯងនឹងអ្នកដែលបានផ្ញើឲ្យស៊ូឈីងស៊ូការបញ្ជាទិញ 1000 លានយន្តកាលពីលើកមុនឯងហើយអ្នកសុំទាននេះថាអម្ចាស់ខ្ញុំឃើញអ្នកទាំងអស់គ្នាឋានៈជាប្រធានសភាសុទ្ធតែคล้ายហ៊ានណាស់អ្នកកំពុងប្រឈមមុខនឹងព្រះចៅពួកអ្នកកំពុងលេងសើចនឹងខ្ញុំទេខ្ញុំដឹងអ្នកទាំងអស់គ្នាមកពីក្រុមសម្ដែងតែមួយគ្រាន់តែសម្ដែងដើម្បីបោកប្រាស់ការមើលងាយខ្ញុំព្រះចៅអ្នកកំពុងសុំស្លាប់ហ៊ានវាយខ្ញុំទេ
មនុស្សខ្វាក់ល្ងងអ្នកកំពុងប្រឈមមុខនឹងគឺខ្ញុំព្រះចៅហើយអ្នកហ៊ានមើលងាយខ្ញុំព្រះចៅអ្នកសុំនឹងត្រូវវាយហើយសុំនឹងស្លាប់ខ្ញុំគិតថាអ្នកក្មេងពិតជាឈួតដោយសារការសម្ដែងបើអ្នកជាព្រះចៅហេតុអ្វីបានជាអ្នកចាប់ផ្ដើមជាអ្នកសុំទាននោះព្រោះខ្ញុំត្រូវឆ្លងកាត់គ្រោះអន្តរាយគួរឲ្យអស់សំណើចអ្នកកុហកដោយមិនបានត្រៀមខ្លួនតើព្រះចៅត្រូវការស្លៀកពាក់ជាអ្នកសុំទានដើម្បីឆ្លងកាត់គ្រោះអន្តរាយអ្នកគិតថាដោយការប្រមូលអ្នកសុំទានទាំងនេះបងប្អូនពួកគេអាចជួយអ្នកបានខ្ញុំនៅតែដាក់អ្នកនៅលើខ្សែចងឆ្កែថ្ងៃនេះការទាំងនេះគឺសម្រាប់អ្នកគិតអាក្រក់ចំពោះឈីងស្វ័យការទាំងនេះគឺដោយសារអ្នកធ្វើជាអ្នកសម្លុតក្រោមការការពារការទាំងនេះគឺដោយសារអ្នកមើលមិនឃើញអ្នកមិនស្គាល់មនុស្សសំខាន់ទេលីនស៊ីវយកខ្សែចងឆ្កែមកចងគាត់ជាការព្រមានដល់អ្នកដទៃកុំមកចិត្តទៀតខ្ញុំជាកូនច្បងរបស់គ្រួសារហឺពួកខ្ញុំជាអភិបាលក្រុងបើអ្នកហ៊ានប៉ះខ្ញុំគាត់នឹងធ្វើឲ្យអ្នកសងហ៊ានប្រៀបធៀបខ្លួនឯងទៅនឹងលោកម្ចាស់អ្នកសុំទានក្រៀមក្រំពួកខ្ញុំនឹងបកស្បែកអ្នកទាំងរស់សាប់រស់អ្វីក៏ច្រូតដូចនោះយកគាត់ចេញទៅលោកម្ចាស់លោកអភិបាលលីវ័យបានរៀបចំពិធីជប់លៀងពិសេសសម្រាប់លោកហើយអញ្ជើញលោកឲ្យចូលរួមអ្នកមានឥទ្ធិពលក្នុងពិភពធុរកិច្ចទាំងអស់ចង់ឃើញលោកលីវ័យចិញ្ចឹមក្មួយប្រុសល្អបែបនេះហើយគាត់នៅតែចង់ឲ្យខ្ញុំទៅខ្ញុំមិនទៅទេខ្ញុំជាអង្គរៈរបស់ឈីងស៊ុយឥឡូវនេះចំពោះព្រឹត្តិការណ៍បែបនេះនាពេលអនាគតសូមបដិសេធវាសម្រាប់ខ្ញុំបាទអ្នកឆ្អែតហើយឬនៅចង់បានទៀតទេមិនមែនពេលថ្ងៃទេយើងនឹងនិយាយគ្នាពេលយប់ពេលត្រឡប់មកវិញយកព្រមខ្ញុំយល់ហើយអាហារពេលល្ងាចចំនួនរសៀលនេះខ្ញុំពិតជានឹងទៅដល់មានរឿងអីគ្រួសារធំជាច្រើនបានរួបរวมគ្នាដើម្បីរៀបចំអាហារពេលល្ងាចចំនួនមួយឥឡូវនេះដោយសារតែហ៊ឺលីងស្វានពួកគេកំពុងត្រូវបានសង្កត់សង្កិននិងធ្វើឲ្យចុះខ្សោយយើងមានតែគម្រោងពីក្រុមហ៊ុនហ៊ួនយូប៉ុន្មានទេតែមិនគ្រប់គ្រាន់តតែសោះដូច្នេះអាហារពេលល្ងាចចំនួនរសៀលនេះខ្ញុំត្រូវទៅជួបនឹងស្គាល់តែគូពាណិជ្ជកម្មបន្ថែមទៀតយោពមក្នុងនាមជាអ្នកការពាររបស់អ្នកខ្ញុំនឹងទៅជាមួយអ្នកអូសៀលនេះទៅពិធីអាហារពេលល្ងាចដើម្បីការពារអ្នកបាទតែអ្នកពាក់អាវនេះទេអ្នកទៅជាមួយខ្ញុំក្នុងឯកសណ្ឋានសន្តិសុខរបស់អ្នកខ្ញុំគិតថាវាសមរម្យហើយវាសមរម្យប៉ុន្តែមិនផ្លូវការគ្រប់គ្រាន់ទេអញ្ចឹងរសៀលនេះខ្ញុំនឹងនាំអ្នកទៅទិញសម្លៀកបំពាក់ដែលសមល្អតោះទៅអ្នកណានឹងគិតថាអ្នកសុំទានតូចបន្ទាប់ពីបានស្អាតហើយពាក់ឈុតអ្នកមើលទៅស្អាតណាស់មិនឆ្ងល់ទេដែលមានសុភាសិតចាស់សម្លៀកបំពាក់បង្កើតមនុស្សយប់នេះអ្នកគ្រាន់តែផ្ដោតលើការធ្វើជាអ្នកការពាររបស់ខ្ញុំកុំឲ្យនរណាម្នាក់ដឹងថាអ្នកជាអ្នកសុំទានយល់ទេលោកស្រីស៊ូអ្នកគិតថាខ្ញុំជាអ្នកសុំទានតើខ្ញុំនឹងធ្វើឲ្យអ្នកខ្មាស់អៀនទេខ្ញុំបានគេងជាមួយអ្នករួចហើយតើខ្ញុំអាចមើលងាយអ្នកដោយរបៀបណាខ្ញុំទើបតែមិនចង់ឲ្យគេអាម៉ាស់អ្នកនៅទីសាធារណៈព្រោះថានៅពិធីបុណ្យបែបនេះមនុស្សភាគច្រើនជាអ្នកមើលងាយកុំបារម្ភខ្ញុំយល់ហើយយប់នេះខ្ញុំនឹងដើរតួជាអ្នកយាមផ្ទាល់របស់អគ្គនាយកស៊ូឲ្យបានល្អឥតខ្ចោះដូច្នេះយប់នេះអ្នកត្រូវតែខំប្រឹងកុំឲ្យនារីតីតាក់ទាញអ្នកទៅស៊ូឈីងស្វេខ្ញុំបានឬអ្នកបានប្រកល់ខ្លួនឯងដោយថោកទាបទៅឲ្យអ្នកសុំទាននៅខ្វក់ម្នាក់កេរ្តិ៍ឈ្មោះរបស់អ្នកត្រូវបានបំផ្លាញហេតុអ្វីបានជាអ្នកហ៊ានមកបង្ហាញខ្លួនក្នុងពិធីបុណ្យនេះ
តាបរោះសង្ហានេះជាអ្នកណាគាត់មើលទៅពិតជាល្អមែន ហេបើចង់និយាយគ្រាន់តែនិយាយហេតុអ្វីបានជាអ្នកមកប៉ះខ្ញុំ គួរឲ្យចាប់អារម្មណ៍អ្នកគឺជាអ្នកយាមរបស់ស៊ូឈីងស្វេដែលទៅជួលថ្មីតាំងពីនាងដេកជាមួយអ្វីដែលក្លិនស្អុយអ្នកសុំទានកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានបំផ្លាញអ្នកនៅជាមួយខ្ញុំប្រសើរជាងនៅជាមួយនាងសេនមីងវេអ្នកនៅតែហៅគាត់ថាអ្នកសុំទានក្លិនស្អុយប៉ុន្តែអ្នកដឹងទេថាអ្នកស្អាតដែលអ្នកកំពុងនិយាយនោះជាអ្នកណាមិនថាគាត់ជាអ្នកណាទេវាមិនដូចអ្នកសុំទាននៅខ្វក់នឹងក្លិនស្អុយនោះពួកគេខុសគ្នាឆ្ងាយណាស់ស៊ូឈីងស៊ីនាងឲ្យលុយអ្នកប៉ុន្មានខ្ញុំនឹងឲ្យអ្នក5ដងមិនដែរទោះបីនាងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ូទ្រព្យសម្បត្តិដែលគ្រួសារសេនរបស់ខ្ញុំមានមិនតិចជាងរបស់នាងទេ ប្រធានសេនល្អក្នុងរឿងជាច្រើនប៉ុន្តែនាងខ្វាក់ប្រធានស៊ូភ្នែកមុតខ្ញុំគួរតែនៅក្បែរប្រធានស៊ូគួរឲ្យចាប់អារម្មណ៍កាលណាអ្នកទប់ទល់កាន់តែច្រើនកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍គ្មានបរិះណាម្នាក់នៅក្រោមមេឃធ្លាប់អាចទប់ទល់នឹងភាពតាក់ទាញរបស់ខ្ញុំបាន ប្រធានស៊ូនាងលបួងខ្ញុំកំពុងព្យាយាមគេចពីនាង ប្រសិនបើខ្ញុំដឹងថាអ្នកនឹងមើលទៅល្អបែបនេះពេលស្លៀកពាក់ស្អាតហើយពេញនិយមជាមួយស្ត្រីខ្ញុំមិនឲ្យអ្នកពាក់ឈុតទេខ្ញុំនឹងឲ្យអ្នកពាក់សម្លៀកបំពាក់ចាស់ ប្រពន្ធខ្ញុំស្លៀកពាក់ឲ្យខ្ញុំស្អាតដូច្នេះការឲ្យខ្ញុំមកបន់ជាមួយអ្នកក៏ធ្វើឲ្យអ្នកមានមុខដែរមែនទេ អ្នកនិយាយពីរោះណាស់លោកលីគម្រោងឈូងសមុទ្រយន្តសួយរបស់ពួកគេខ្ញុំចង់ធ្វើវាអីយ៉ាខ្ញុំមិនបានយកសំណើមកទេ សំណាអីខ្ញុំនឹងទៅយកឲ្យអ្នក វានៅក្នុងឡាននៅលើកន្លែងដាក់ដៃកណ្ដាលប្រញាប់ទៅយកមក យកព្រមរងចាំខ្ញុំ ស៊ូឈីងស្វេខ្ញុំមើលថាថ្ងៃនេះអ្នកបានធ្វើឲ្យយុវជនហ៊ឺខឹងយ៉ាងខ្លាំងមនុស្សគ្រប់គ្នាដឹងលោកលីជាពូពិតប្រាកដរបស់យុវជនហ៊ឺតើអ្នកគិតថាអ្នកនៅតែអាចទទួលបានកិច្ចព្រមព្រៀងជាមួយលោកលីថ្ងៃនេះតើអ្នកមានន័យយ៉ាងណាតើយើងភ្នាល់គ្នាទេប្រសិនបើអ្នកទទួលបានភាពជាដៃគូជាមួយចៅវាយក្រុងលីថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទេមួយដុំនៅខាងលិចទីក្រុងប្រសិនបើខ្ញុំទទួលបានភាពជាដៃគូជាមួយចៅវាយក្រុងលីអ្នកនឹងទេ 20% នៃក្រុមហ៊ុនស៊ូភាគហ៊ុនឲ្យខ្ញុំសិនមីងវីតើអ្វីដែលធ្វើឲ្យអ្នកគិតថាខ្ញុំនឹងលេងភ្នាល់បែបនេះជាមួយអ្នកស៊ូឈីងស៊ុយទេនៅខាងលិចទីក្រុងនោះមានតម្លៃ$500 លានវាជាការព្រមព្រៀងល្អសម្រាប់អ្នកមែនទេឬក៏អ្នកខ្លាចចាញ់ហើយមិនហ៊ានភ្នាល់ជាមួយខ្ញុំកុំព្យាយាមបង្ករឿងឲ្យខ្ញុំមិនដែលចាញ់ដោយសារអ្នកចង់ភ្នាល់ក្រៅពីដីនៅខាងលិចទីក្រុងនោះខ្ញុំក៏ចង់បានទ្រព្យសម្បត្តិរបស់អ្នកនៅយូនបេយល់ព្រមការភ្នាល់ត្រូវបានបើកជាផ្លូវការហេស៊ូឈីងស៊ុយបន្ទាប់ពីធ្វើឲ្យខ្ញុំខឹងអ្នកនៅតែហ៊ានមកចូលរួមពិធីជប់លៀង ពិធីជប់លៀងនេះមិនមែនរៀបចំដោយគ្រួសារអ្នកទេហេតុអ្វីខ្ញុំមិនអាចមកអ្នកអាចមកបានខ្ញុំនឹងទៅរកអ្នកថ្ងៃនេះដោយសារអ្នកមកថ្ងៃនេះវាល្អណាស់លើកមុនអ្នកនិងអ្នកសុំទាននៅខ្វក់នោះធ្វើឲ្យខ្ញុំអាម៉ាស់មុខខ្លាំងណាស់ប្រសិនបើអ្នកមិនធ្វើឲ្យខ្ញុំពេញចិត្តថ្ងៃនេះទេខ្ញុំនឹងមិនទុកឲ្យអ្នករួចខ្លួនទេមកមុនដំបូងអ្នកនឹងផឹកស្រាមួយកែវនេះខ្ញុំមិនផឹកទេអ្នកមិនផឹកទេអ្នកគិតថាគ្រាន់តែដោយសារអ្នកបានការបញ្ជាទិញតម្លៃ$1000 លានពីក្រុមហ៊ុនហ៊ួនយអ្នកអាចសម្រាកបានទេអ្នកនឹងមិនសាយធនទេខ្ញុំសូមប្រាប់អ្នកដរាបណាខ្ញុំមិនលើកការហាមឃាត់ពីអ្នកនៅក្នុងពិធីជប់លៀងបែបនេះអ្នកនឹងគ្មានកន្លែងឈរអ្នកដើរចេញមុនខ្ញុំនិយាយចប់ខ្ញុំកំពុងទន់ភ្លន់ព្រោះទោះបីជាអ្នកសុំទាននៅខ្វក់នោះស្រីស្នំរបស់អ្នកសុំទានអ្នកនៅតែមានភាពតាក់ទាញខ្លះអ្នកគួរតែធ្វើឲ្យល្អលោកហ៊ីគ្រួសារហ៊ីគឺជាគ្រួសារកំពូលមួយអ្នកកំពុងធ្វើឲ្យខ្ញុំពិបាកណាស់មិនខ្លាចគ្រួសារហ៊ីរងការរិះគន់ទេគ្រួសារហ៊ឺរបស់ខ្ញុំនៅក្នុងទីក្រុងជីងជូវយើងជាមេនៃគ្រួសារធំទាំង4ពូរបស់ខ្ញុំជាអ្នកគ្រប់គ្រងទីក្រុងអ្នកណាហ៊ានរិះគន់ខ្ញុំ
ខ្ញុំដឹងក្រុមហ៊ុនស៊ូកំពុងមានបញ្ហាហិរញ្ញវត្ថុឥឡូវនេះអ្នកមកទីនេះក្នុងពិធីជប់លៀងដើម្បីទទួលបានកិច្ចព្រមព្រៀងមួយជាមួយអ្នកគ្រប់គ្រងទីក្រុងប្រសិនបើអ្នកបម្រើខ្ញុំឲ្យបានល្អថ្ងៃនេះខ្ញុំអាចនិយាយល្អសម្រាប់អ្នកជាមួយអ្នកគ្រប់គ្រងទីក្រុងខ្ញុំស៊ូឈីងស្វេអាចពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួនដើម្បីទទួលបានដោយបើកចំហនឹងស្របច្បាប់កិច្ចសហប្រតិបត្តិការជាមួយអ្នកគ្រប់គ្រងទីក្រុងលីខ្ញុំមិនចាំបាច់ប្រើវិធីសាស្ត្រមិនសមរម្យបែបនេះទេវិធីសាស្ត្រមិនសំខាន់ទេស៊ូឈីងស្វេខណៈពេលដែលខ្ញុំនៅតែចាប់អារម្មណ៍លើអ្នកគួរតែឆ្លាតហើយសហការខ្ញុំមានបន្ទប់នៅជាន់លើប្រដាប់ក្មេងលេងនៅក្នុងនោះអ្នកនឹងចូលចិត្តពួកវាលោកហ៊ឺឥឡូវយើងនៅក្នុងទីក្រុងជីងជូវនៅក្នុងពិធីជប់លៀងអាជីវកម្មដែលពោពេញទៅដោយអ្នកល្បីល្បាញបង្ខំខ្ញុំបែបនេះនៅចំពោះមុខមនុស្សគ្រប់គ្នាគ្រួសារហ៊ឺនិងអាម៉ាស់ដោយសារអ្នកវាហាក់ដូចជាការយល់ដឹងរបស់អ្នកអំពីអំណាចរបស់គ្រួសារហ៊ឺនៅតែលើផ្ទៃតើអ្នកគិតថាអ្វីដែលកើតឡើងយប់នេះអាចចេញទៅក្រៅបានទេប្រសិនបើអ្នកមិនថោកទាបរហូតដល់ទៅដេកជាមួយអ្នកសុំទាននៅខ្វក់នោះតើអ្នកធ្វើពុតជាស្ត្រីព្រហ្មចារីយ៍នឹងគុណធម៌ដើម្បីអ្វីគឺលឹងស្វានឲ្យខ្ញុំទៅអំពីក្រុមហ៊ុនស៊ូរបស់អ្នកគិតថាខ្ញុំមិនដឹងទេប្រសិនបើអ្នកបម្រើខ្ញុំឲ្យបានល្អយប់នេះខ្ញុំអាចពិចារណាដកការហាមឃាត់លើគ្រួសារអ្នកខ្ញុំមិនត្រូវការទេឲ្យខ្ញុំទៅឥឡូវនេះអ្នកស្ថិតនៅក្នុងដៃខ្ញុំមិនថាអ្នកចង់ឬមិនចង់ទេវាមិនមែនជាការសម្រេចចិត្តរបស់អ្នកទេតើឈីងស្វួននៅណាអ្នកកំពុងរកស៊ូឈីងស្វួនខ្ញុំដឹងថានាងនៅឯណាប៉ុន្តែហេតុអ្វីខ្ញុំគួរប្រាប់អ្នកតើអ្នកធ្វើអ្វីតើស៊ូឈីងស្វួននៅឯណាពិតប្រាកដដរាបណាអ្នកយល់ព្រមធ្វើជាអង្គរៈរបស់ខ្ញុំនឹងប្រាប់អ្នកខ្ញុំបានប្រាប់អ្នកហើយខ្ញុំគ្រាន់តែជាអ្នកយាមរបស់អ្នកស្រីស៊ូប៉ុណ្ណោះនាងនៅឯណាបើអ្នកទូចមិនចង់ធ្វើជាអ្នកយាមរបស់ខ្ញុំក៏មិនអីដែរដូច្នេះថាបខ្ញុំមួយហើយខ្ញុំនឹងប្រាប់អ្នកថានាងនៅឯណាអ្វីថាបខ្ញុំមួយដូច្នេះខ្ញុំនឹងប្រាប់អ្នកថាស៊ូឈីងស៊ូនៅឯណាអ្វីខ្ញុំជាស្ត្រីស្រស់ស្អាតអ្នកមិនខាតប្រយោជន៍ទេមែនទេធ្វើម៉េចអ្នកជាស្រីមិនខ្មាស់គេទេមិននឹកស្មានថាអ្នកយាមដូចអ្នកនឹងឆោតល្ងងម្លេះហាក់ដូចជាអ្នកមិនចង់ដឹងថាស៊ូឈីងស៊ូនៅឯណាទេអ្នកស្រីសេនប្រហែលជាគ្មានរសជាតិប៉ុន្តែនាងពិតជាមានមន្តស្នេហ៍មិនមែនជារឿងចម្លែកទេដែលបរិសុទ្ធជាច្រើនសុខចិត្តធ្វើជាឆ្កែជើងនាងដូច្នេះហេតុអ្វីមិនថាបខ្ញុំចុះបើខ្ញុំថាបអ្នកវិញកុំបារម្ភជំនាញថាបរបស់ខ្ញុំល្អណាស់ខ្ញុំនឹងធ្វើឲ្យអ្នកមានអារម្មណ៍អស្ចារ្យអ្នកមិនបានទេអ្នកមិនព្រមថាបខ្ញុំហើយអ្នកក៏មិនឲ្យខ្ញុំថាបអ្នកដែរដូច្នេះអបខ្ញុំមួយនោះមិនអីទេមែនទេចាំអ្នកអស់សង្ឃឹមនឹងខ្ញុំម្លេះឬមើលទៅអ្នកស្អាតប៉ុណ្ណាស៊ូឈីងស៊ូមិនបានប្រាប់អ្នកទេយើងជាគូប្រជែងតាំងពីកុមាររាល់ពេលដែលនាងមានអ្វីល្អខ្ញុំត្រូវតែយកពីនាងរួមទាំងបរិសុទ្ធស្អាតដូចអ្នកដែរអ្នកខ្ញុំគ្មានពេលខាត់ជាមួយអ្នកទេស៊ូឈីងស្វាយត្រូវបានហ៊ឺលីងស្វេនាំយកទៅវាមិនមែនជាអ្វីដែលអ្នកអាចរកឃើញយ៉ាងងាយស្រួលទេហ៊ឺលីងស្វេតើគាត់នៅតែរំខានស៊ូឈីងស្វេទេអ្នកច្បាស់ជាដឹងថាស៊ូឈីងស្វេនៅណាប្រាប់ខ្ញុំឥឡូវនេះខ្ញុំបានប្រាប់អ្នករួចហើយបើអ្នកថាបខ្ញុំឬអបខ្ញុំនឹងប្រាប់អ្នកពួកគេនៅបន្ទប់311ចាត់មនុស្សទៅបន្ទប់311ភ្លាមឯកឧត្តមអ្នកពិតជាមកដោយផ្ទាល់ដើម្បីចូលរួមពិធីជប់លៀងអាជីវកម្មនេះបាទខ្ញុំនឹងទៅបន្ទប់311ជាន់ទី3ភ្លាមសូមទោសតើមានអ្វីកើតឡើងចំពោះខ្ញុំអ្នកបានគេងជាមួយនឹងអ្នកសុំទាននៅខ្វក់ខ្ញុំមិនខ្វល់ពីអ្នកទេហ៊ានមើលងាយខ្ញុំទេឆ្
ឆ្កេញញីឥតខ្មាស់ ឈិនគូឡានគឺជាអ្នកសុំទានពិតមែនប៉ុន្តែគាត់នៅប្រសើរជាង100ដងមនុស្សកំសាកដូចអ្នកទុកឲ្យខ្ញុំទៅអ្នកកំណាយទុកឲ្យខ្ញុំទៅ ទៅចុះស្រែកបន្តទៅអ្នកអស៊ូកាន់តែច្រើនខ្ញុំកាន់តែរំភើបឈីងសៀអ្នកណាហ៊ានរំខានការសប្បាយរបស់ខ្ញុំ អ្នកល្ងីល្ងើទុកខ្ញុំចេញ ឈីងសៀអ្នកមិនអីទេខ្ញុំនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបអ្នកទេ ហេតុអ្វីបានជាយឺតម្លេះ ឈប់យំទៅខ្ញុំនឹងធ្វើឲ្យគាត់សងអ្នកម្ដងទៀតហើយអាចោកុំគិតថាដោយសារតែអ្នកបានដេកជាមួយស៊ូឈីងស្វេមួយយប់នាងជាស្រីរបស់អ្នកបានបំផ្លាញផែនការរបស់ខ្ញុំម្ដងហើយម្ដងទៀតថ្ងៃនេះខ្ញុំនឹងសម្លាប់អ្នកបើមិនអញ្ចឹងទេខ្ញុំមិនស្កប់ចិត្តទេថ្ងៃនេះអ្នកហ៊ានជឿមិនជឿខ្ញុំជឿអីខ្ញុំប្រាប់អ្នកពូរបស់ខ្ញុំជាអ្នកគ្រប់គ្រងក្រុងអ្នកហ៊ានធ្វើបែបនេះដាក់ខ្ញុំគាត់នឹងសម្លាប់អ្នកមិនខានអ្នកគ្រប់គ្រងក្រុងលីឈ្មោះល្បីណាស់ភ័យហើយមែនទេអញ្ចឹងលេងខ្ញុំបានហៅគាត់មកហើយថ្ងៃនេះខ្ញុំចង់មើលថាតើគាត់នឹងដោះស្រាយជាមួយអ្នកដែលបំពេញអំណាចនេះឬក៏ជាមួយខ្ញុំដែលវាគាត់អ្នកអាចោអ្នកកំពុងសុំស្លាប់ខ្ញុំប្រាប់អ្នកខ្ញុំជាកូនសំណប់ចិត្តរបស់ពួកខ្ញុំបើគាត់ដឹងថាអ្នកហ៊ានធ្វើបែបនេះដាក់ខ្ញុំគាត់នឹងហែកអ្នកជាដុំអញ្ចឹងថ្ងៃនេះខ្ញុំនឹងមើលរបៀបដែលគាត់នឹងហែកខ្ញុំជាដុំ ហ្គានឡានអ្នកមិនអាចវាយគាត់ទេពូរបស់គាត់គឺលោកលីជាមួយពាក្យមួយម៉ាត់ពីលោកលីគាត់អាចឲ្យគេសម្លាប់អ្នកមិនអាចទេដើម្បីខ្ញុំបោះបង់ជីវិតរបស់អ្នក ឈីងជូកុំបារម្ភនៅក្នុងអាណាចក្រដាស៊ីគ្មាននរណាហ៊ានយកជីវិតខ្ញុំទេអ្នកសុំទាននៅខ្វក់ហ៊ានបំភ័យខ្ញុំបែបនេះអ្នកណាឲ្យអ្នកក្លាហានមកអំនួតយ៉ាងនេះ លោកម្ចាស់ហ៊ឺកុំ ក្រោកឡើង លោកម្ចាស់ហ៊ឺអ្នកមិនអាចវាយគាត់ទេខ្ញុំអង្វរអ្នកលែងគាត់សូមមេត្តាខ្ញុំអង្វរអ្នកសូមកុំវាយគាត់បានទេ អញ្ចឹងដូច្នេះតោះរកកន្លែងហើយអង្គុយនិយាយគ្នាល្អឲ្យសម្រាមនេះមើលដោយភ្នែករបស់វាស្រីរបស់អ្នកនៅក្រោមខ្ញុំកំពុងអង្វរនៅលើជង្គង់ហេហ៊ឺខ្ញុំកំពុងឲ្យឱកាសចុងក្រោយដល់អ្នកបើអ្នកមិនលេងថ្ងៃនេះអ្នកនឹងមិនមានឱកាសវាទេក្នុងមួយវិនាទីទៀតអ្នកនឹងមិនវាទេឬស្រែកអ្នកសុំទានអាក្រក់អ្នកកំពុងសុំគេវាយឈប់ពូហេតុអ្វីបានជាអ្នកមកទីនេះអ្នកសុំទាននោះទើបតែជាខ្ញុំគាត់មិនគោរពអ្នកទេគាត់គំរាមថានឹងច្របាច់ក៏ខ្ញុំឃើញទេពូអ្នកត្រូវតែបង្រៀនគាត់មេរៀនមួយឥឡូវនេះពូតើអ្នកកំពុងធ្វើអ្វីកូនអាក្រក់នេះវាខ្វាក់វាជាកំហុសរបស់ខ្ញុំដែលមិនបានបង្រៀនគាត់ឲ្យល្អសូមដាក់ទោសខ្ញុំចំពោះរឿងនេះលីវ៉េក្មួយប្រុសរបស់អ្នកនេះមិនមែនគ្រាន់តែជាអ្នកសង្កត់សង្កិនដែលប្រើអំណាចរំលោភបំពានទេគាត់ក៏មានឥទ្ធិពលធំដែរទើបតែពេលនេះគាត់គំរាមថានឹងប៉ះស្រីរបស់ខ្ញុំអ្វីវាជាការខ្វះវិន័យរបស់ខ្ញុំតែកូនអាក្រក់នេះអាចខ្វាក់ខ្លាំងបែបនេះថ្ងៃនេះទាំងភ្នែកនិងជើងរបស់គាត់ខ្ញុំនឹងធ្វើឲ្យពួកវាពិការដោយខ្លួនឯងជាការសុំទោសដល់អ្នកពូហេតុអ្វីបានជាអ្នកត្រូវសុំទោសអ្នកសុំទាននៅខ្វក់នោះអ្នកជាម្ចាស់ទីក្រុងដ៏អស្ចារ្យគាត់គ្រាន់តែជាអ្នកសុំទាននៅខ្វក់ម្នាក់ពូខ្ញុំជាក្មួយប្រុសរបស់អ្នកតើធ្វើម៉េចខ្ញុំអាចមានក្មួយប្រុសឈួតដូចជ្រូកបែបនេះបើអ្នកធ្លាប់ម្ដងទៀតជេលោកឈីនខ្ញុំនឹងបញ្ចប់អ្នកនៅទីនេះហើយឥឡូវនេះពូហេតុអ្វីបានជាអ្នកហៅគាត់ថាលោកឈីនអ្នកសុំទាននោះតើគាត់ជាអ្នកណាបើអ្នកមិនចង់ឲ្យគ្រួសារហ៊ឺទាំងមូលមានបញ្ហាឈប់និយាយឥឡូវនេះឲ្យគាត់ទៅចុះ ឈីងស្វេគាត់ទើបតែធ្វើបាបអ្នកយ៉ាងនេះហើយអ្នកនៅតែចង់ឲ្យគាត់ទៅយើងភ្លេចវាចុះបើយើងធ្វើអ្វីមួយចំពោះគាត់ភ្នែកមួយភ្នែកតើនោះមិនធ្វើឲ្យខ្ញុំដូចគាត់ទេ
យកគាត់ទៅឆ្ងាយ កុំឲ្យខ្ញុំឃើញគាត់ម្ដងទៀត ក្រោកឡើងពូ ហេតុអ្វីបានជាអ្នកខ្លាចគេ គ្រូសាស៊ូជាអ្វី ហើយអ្នកសុំទាននេះ តើអ្នកគិតថាអ្នកជាអ្នកណា ពូអ្នកឆ្លក់ឬ បើអ្នកនិយាយមួយម៉ាត់ទៀត ខ្ញុំនឹងធ្វើឲ្យអ្នក មិនអាចនិយាយទៀតទេ យកគាត់ចេញ អ្នកសុំទាន ចាំមើល លោកឈីន នាងឈីងស្វេ ឈៀនឃ្វៀនឡាន អ្នកនឹងលោកអភិបាលក្រុងលី ព្រះម្ចាស់មិនចង់នៅចំពោះមុខនាងឈីងស្វេ បង្ហាញអត្តសញ្ញាណរបស់គាត់ជាព្រះម្ចាស់ អូវាដូចនេះ លោកឈីន ធ្លាប់ជួយខ្ញុំ គាត់ជាអ្នកមានគុណរបស់ខ្ញុំ បើគ្មានលោកឈីន ខ្ញុំមិនអាចមកដល់កន្លែងនេះទេ វាគ្រាន់តែថាខ្ញុំមិនបានបង្រៀនអ្នកក្រោមរបស់ខ្ញុំ ដែលនាំឲ្យក្មេងអាក្រក់នេះ ប្រមាថលោកឈីន នោះជាកំហុសរបស់ខ្ញុំ អូចាប់តាំងពីរឿងរបស់អ្នកនោះត្រូវបានដោះស្រាយ ខ្ញុំសូមលាឥឡូវនេះ ថ្ងៃនេះខ្ញុំមិនប្រយ័ត្ន ខ្ញុំសុំទោស ចាប់ពីពេលនេះទៅខ្ញុំនឹងការពារអ្នកយ៉ាងប្រាកដ អ្នកមកដល់ទាន់ពេល លីវេបានប្រគល់យុនស៊ុយបៃភ្លាម គម្រោងទៅឲ្យស៊ូឈីងស៊ុយ ខ្ញុំមិននឹកស្មានថាព្រះម្ចាស់នឹងគិតខ្ពស់ដល់កូនស្រីច្បងគ្រួសារស៊ូ នេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំបង្ហាញសមត្ថភាព យល់ហើយ ខ្ញុំនឹងរៀបចំភ្លាម រៀបចំកិច្ចសន្យាហើយដាក់ស្នើ លោកអភិបាលក្រុងលីយូមិនបានជួប ចាំខ្ញុំទេ អូកញ្ញាសេង អ្នកបានខាត់ខ្ញុំកញ្ញាសេង មានរឿងអ្វីមែន ខ្ញុំបានឬថាគម្រោងយុនស៊ុយបៃរបស់លោកអភិបាលក្រុងលី កំពុងរកអ្នកអភិវឌ្ឍ ខ្ញុំពិតជាត្រូវការគម្រោងនេះ បើលោកអភិបាលក្រុងលី សុខចិត្តផ្ដល់គម្រោងនេះឲ្យខ្ញុំ ខ្ញុំនឹងធ្វើអ្វីក៏បានដើម្បីអ្នក បើខ្ញុំអាចយកពីស៊ូឈីងស៊ុយ ក្រុមហ៊ុនស៊ូ 20% នៃភាគហ៊ុន ទោះបីខ្ញុំត្រូវដេកជាមួយបុរសចាស់នោះ វាមិនមែនជារឿងធំទេ មិនមែនថាខ្ញុំលីវេ មិនចង់ផ្ដល់មុខឲ្យអ្នកទេកញ្ញាសេង គឺថាគម្រោងយុនស៊ុយបៃ ព្រះម្ចាស់មានអ្នកនៅក្នុងចិត្តរួចហើយ អ្វី អ្នកធំបែបនេះព្រះម្ចាស់ដ៏ខ្ពង់ខ្ពស់ ជីតាខ្ញុំបានប្រាប់ខ្ញុំថាគាត់បានរស់រានពីទុក្ខលំបាកអស់រយៈពេល 10 ឆ្នាំ ហេតុអ្វីបានជាភ្លាម ជ្រៀតជ្រែកក្នុងគម្រោងយុនស៊ុយ ខ្ញុំកំពុងប្រញាប់រៀបចំកិច្ចសន្យា ដើម្បីប្រគល់ទៅអ្នកដ៏ខ្ពង់ខ្ពស់នោះ អ្នកនាងសិនលេហើយ ដោយសារព្រះអម្ចាស់ផ្ទាល់បានចូលមក មានន័យថាមនុស្សនេះសំខាន់ណាស់សម្រាប់គាត់ គម្រោងយុនស៊ុយនេះបើខ្ញុំមិនអាចយកបានទេ ស៊ូឈីងស៊ូក៏មិនអាចយកដែរ ខ្ញុំបានគិតវិធីមួយ ដើម្បីបង្ខំនាងឲ្យបោះបង់ភាគហ៊ុន20នោះ ដូច្នេះឯងខ្លាចឬ ចុះយ៉ាងណាបើយើងរំលងពិធីជប់លៀង ខ្ញុំគិតថាកន្លែងនេះមើលទេសភាពល្អណាស់ ឯងអាចសម្រាកនៅទីនេះមួយផ្លែត ប្រមូលស្មារតី ថ្ងៃនេះខ្ញុំមកដើម្បីពិភាក្សារឿងជំនួញ គ្មានពេលសម្រាកទេ រឿងដែលទើបកើតមានគឺបន្ទាន់ណាស់ ខ្ញុំមិនទាន់បានឱកាសប្រាប់លោកលីអំពីគម្រោងយុនស៊ុយ បើស៊ីនមីងវេយកមុន ខ្ញុំនឹងចាញ់ កុំបារម្ភ ស៊ីនមីងវេនឹងមិនដណ្ដើមគម្រោងនេះពីឯងទេ តើអ្នកមានន័យយ៉ាងណា លោកលីហេតុអ្វីបានជាអ្នកមកទីនេះទៀត ខ្ញុំបានចាក់ចេញដោយប្រញាប់មុននេះ តាក់ទងនឹងគម្រោង Cloudwater Bay ខ្ញុំចាប់អារម្មណ៍ក្នុងការសហការជាមួយអ្នកស្រីស៊ូ តើអ្នកយល់យ៉ាងណា លោកលីតាមពិតទៅ អ្នកបានមករកខ្ញុំដើម្បីពិភាក្សាកិច្ចសហការ លោកលីតើអ្នកមានន័យថា អ្នកចង់ប្រគល់គម្រោងនេះទៅឲ្យគ្រួសារស៊ូរបស់យើងគ្រប់គ្រង ពិតប្រាកដណាស់ ស្រីស៊ូអ្នកនៅក្មេងហើយមានទេពកោសល្យ វាជាកិត្តិយសក្នុងការធ្វើការជាមួយអ្នក ប្រសិនបើគម្រោងនេះអាចស្ថិតនៅក្រោមការដឹកនាំរបស់អ្នក ខ្ញុំនឹងមានទំនុកចិត្តកាន់តែខ្លាំងចំពោះគម្រោងនេះ លោកលីនិយាយតាមត្រង់ គោលបំណងរបស់ខ្ញុំក្នុងការមកទីនេះថ្ងៃនេះគឺដើម្បីស្វែងរកភាពជាដៃគូនេះ ខ្ញុំគ្រាន់តែមិនបានរំពឹងថាអ្នកនឹងមករកខ្ញុំ ឈឹងស្វេ ចាប់តាំងពីលោកលីផ្ទាល់បាននាំយកកិច្ចសហការមកឲ្យអ្នក ភាពស្មោះត្រង់នេះ អ្នកមិនគួរបដិសេធឡើយ
ដូច្នេះសូមអរគុណលោកលីសម្រាប់ការទុកចិត្តនិងក្តីសង្ឃឹមរបស់អ្នកចំពោះខ្ញុំអរគុណលោកលីសម្រាប់ឱកាសសហការនេះខ្ញុំក៏សប្បាយចិត្តដែលបានធ្វើការជាមួយអ្នកដែរហេដោយសារកិច្ចសន្យាត្រូវបានចុះហត្ថលេខាតោះទៅអ្នកស្រីស៊ូទៅមុខពេលនេះយើងបានធ្វើកិច្ចព្រមព្រៀងហើយហេតុអ្វីយើងមិនរកកន្លែងស្ងាត់មួយក្នុងនាមជាអ្នកយាមរបស់អ្នកខ្ញុំអាចម៉ាស្សាអ្នកបានមានមនុស្សច្រើនណាស់វាមើលទៅមិនល្អទេអ្នកខ្លាចអ្វីអ្នកបានទទួលស្គាល់ថាខ្ញុំជាប្តីរបស់អ្នកយើងបានរៀបការស្របច្បាប់ហើយប៉ុន្តែយើងមិនអាចធ្វើបែបនេះនៅទីសាធារណៈបានទេស៊ូឈីងស្វេចៃដន្យណាស់ស៊ូឈីងស្វេគម្រោងយួនស៊ុយបៃត្រូវបានចុះហត្ថលេខាដោយខ្ញុំរួចហើយកិច្ចព្រមព្រៀងរបស់យើងពីមុនអ្នកមិនភ្លេចទេមែនទេតើអ្នកថាអីអ្នកបានធានាកិច្ចសហការជាមួយលោកម្ចាស់ក្រុងលីលោកម្ចាស់ក្រុងលីគាត់ទើបតែចុះកុងត្រាជាមួយខ្ញុំនៅទីនេះច្បាស់លាស់ស៊ូឈីងស៊ូតាមការភ្នាល់ពីមុនរបស់យើងអ្នកត្រូវផ្ទេរភ្លាមភាគហ៊ុន20របស់អ្នកនៅក្រុមហ៊ុនស៊ូមកឲ្យខ្ញុំអ្នកនាងសឿនឪអ្នកចេះនិយាយលេងណាស់អ្នកជាតួសម្ដែងពូកែគេអាចគិតថាអ្នកចង់ចូលរង្វង់សិល្បៈអ្នកយាមធម្មតាម្នាក់ចេះការពារចៅវាយខ្លួនណាស់ឯកសារនេះតែមានត្រាធ្វើមិនខ្លែងបានខ្ញុំមិនដឹងថាកុងត្រារបស់អ្នកមានអីប៉ុន្តែអ្វីដែលខ្ញុំដឹងច្បាស់គឺកិច្ចសហការជាមួយលោកម្ចាស់ក្រុងលីគម្រោងពុកទឹកគ្មានអ្វីតាក់ទងនឹងវាទេអូប្រាកដណាស់ចុះអ្នកហ៊ានភ្នាល់ជាមួយខ្ញុំទេបើកុងត្រានៅក្នុងដៃខ្ញុំពិតស៊ូឈីងស៊ូអ្នកត្រូវឲ្យខ្ញុំខ្ចីអ្នកយាមរបស់អ្នកនោះ2-3ថ្ងៃហេភ្នាល់គឺភ្នាល់តែហេតុអីខ្ញុំទៅជារង្វាន់ខ្ញុំគ្រាន់តែចូលចិត្តអ្វីតែអ្នកដទៃកាន់ណាស់អញ្ចឹងស៊ូឈីងស៊ូឯងយល់ព្រមទេមិនបាច់ទេមិនហ៊ានភ្នាល់ទេខ្លាចមែនស្ហិនមឹងវេកិច្ចសន្យាយួនស៊ុយវ៉ាន់នៅក្នុងដៃអ្នកមិនអាចពិតប្រាកដទេមើលខ្លួនឯងឲ្យច្បាស់ទៅទើបតែប៉ុន្មានពេលមុនអភិបាលក្រុងលីនិងខ្ញុំបានចុះហត្ថលេខាជាផ្លូវការឯកសារគម្រោងសហការយួនស៊ុយវ៉ាន់ល្បិចតូចតាចរបស់អ្នកអាចបិទវាទៅបានហើយនេះអាចទៅរួចដូចម្ដេចគម្រោងយួនស៊ុយវ៉ាន់របស់អភិបាលក្រុងលីអ្នកអាចទទួលបានវាដូចម្ដេចហេតុអីមិនវានៅក្នុងដៃរបស់អ្នកគ្រប់គ្រងស៊ូរបស់យើងមិនអីទេយើងមិនចង់និយាយច្រើនជាមួយអ្នកទៀតទេអ្នកគ្រប់គ្រងស៊ូយើងទៅចាំគម្រោងយួនស៊ុយវ៉ាន់របស់អភិបាលក្រុងលីតែគូសហការត្រូវបានជ្រើសរើសដោយផ្ទាល់ដោយព្រះអម្ចាស់ស៊ូឈីងស៊ូពេលណាដែលអ្នកតាក់ទងជាមួយព្រះអម្ចាស់វាគឺជារបស់ព្រះអម្ចាស់បេក្ខជនដែលជ្រើសរើសដោយផ្ទាល់ប៉ុន្តែខ្ញុំមិនដែលឃើញផ្ទាល់មនុស្សធំរឿងព្រេងនេះតើនេះតាក់ទងនឹងអ្នកដូចម្ដេចតើអាចជាមនុស្សនៅក្បែរអ្នកអង្គរៈនេះមានអត្តសញ្ញាណផ្សេងទៀតទំនាក់ទំនងផ្សេងទៀតរវាងគាត់និងព្រះអម្ចាស់ស្ហិនមឹងវេគាត់គ្រាន់តែជាអង្គរៈប៉ុណ្ណោះខ្ញុំមិនដែលឃើញអ្នកណាមានវត្តមានដូចនេះទេអ្នកការពារដែលមានវត្តមានខ្លាំងបែបនេះប៉ុន្តែសម្លៀកបំពាក់ធ្វើឲ្យបុរសហើយសេះក៏ត្រូវការសាឡាគាត់គ្រាន់តែជាអ្នកសុំទានតូចម្នាក់ចាប់តាំងពីអ្នកចាញ់ភ្នាល់អ្នកគួរតែធ្វើតាមពាក្យសន្យាមែនទេភ្នាល់ប្រធានស៊ូអ្នកទើបតែភ្នាល់ទៀតមួយប្រសិនបើខ្ញុំទទួលបានគម្រោង Cloudwater Bay របស់លោកលីនាងនឹងផ្ទេរដីនៅភាគខាងលិចទីក្រុងឲ្យខ្ញុំសេនមីងវេអ្នកនឹងរក្សាពាក្យសន្យាមែនទេកុំបារម្ភវាគ្រាន់តែជាដីមួយដុំប៉ុណ្ណោះខ្ញុំសេនមីងវេអាចទ្រាំនឹងការចាញ់បានត្រង់អញ្ចឹងតោះអនុវត្តតាមការភ្នាល់យើងគ្មានពេលច្រើនមកនិយាយជាមួយអ្នកទេកុំប្រញាប់យើងអាចអង្គុយនៅទីនេះនិយាយយឺតបានហើយរៀបចំកិច្ចសន្យាទាំងអញ្ចឹងមិនបាច់ទេព័ត៌មានលម្អិតនៃកិច្ចសហការខ្ញុំនឹងឲ្យអ្នកផ្សេងមកពិភាក្សាជាមួយអ្នកនៅថ្ងៃស្អែកយើងនឹងចាក់ចេញសម្រាប់ថ្ងៃនេះអ្នកអាចចាក់ចេញបើចង់ប៉ុន្តែអ្នកត្រូវតែខ្ចីឲ្យខ្ញុំអ្នកការពារតូចនេះនៅក្បែរអ្នកកិច្ចសហការលើគម្រោង West City វាដូចគ្នាប្រសិនបើអ្នកពិភាក្សាជាមួយខ្ញុំសេនមីងវីខ្ញុំបានប្រាប់អ្នកហើយគាត់គ្រាន់តែជាអង្គរៈប៉ុណ្ណោះគាត់មិនយល់រឿងនេះទេគាត់មិនខ្ញុំអាចបង្រៀនគាត់ដោយខ្លួនឯង
មិនថាយ៉ាងណាទេការសហការលើគម្រោងទីក្រុងខាងលិចខ្ញុំនឹងនិយាយតែជាមួយគាត់ប៉ុណ្ណោះអ្នកបើអ្នកចង់ធ្វើឲ្យខ្ញុំអាម៉ាស់បែបនេះនោះកុំបន្ទោសខ្ញុំដែលមិនកាន់ពាក្យដោយសារអ្នកទូចនោះយើងទាំងពីរអ្នកនឹងចរចាជាមួយអ្នករួមគ្នាអ្នកគួរតែកាន់ពាក្យរបស់អ្នកកុំព្យាយាមលេងល្បិចនៅក្នុងគម្រោងសម្រាប់ខ្ញុំនឹងកាន់ពាក្យអ្នកស្រីស៊ូស្ត្រីនោះឆ្លាតណាស់តោះយើងចាក់ចេញហេតុអ្វីបានជាយើងចាក់ចេញទេទីក្រុងខាងលិចមិនទាន់បានធានារ៉ាប់រងទេទាំងអស់ព្រោះតែបំណុលស្នេហាដែលអ្នកបានបង្កើតបើមិនមែនដោយសារអ្នកទេនាងនឹងមិនបង្ករឿងម្ដងហើយម្ដងទៀតខ្ញុំដឹងថាខ្ញុំមិនគួរនាំអ្នកមកទេអ្នកស្រីស៊ូមិនក៏ជាកំហុសរបស់ខ្ញុំសេនមីងវីអ្នកបានពន្យាពេលដីនេះយូរមកហើយតើអ្នកចង់បានអ្វីប្រញាប់អីអ្នកណាដែលតែងតែនិយាយតែរឿងជំនួញដោយមិនផឹកតោះយើងផឹក3កែវសិនខ្ញុំនឹងផឹកចប់មុនគេជាការប្រសិទ្ធពរស៊ូឈីងស៊ុយតើអ្នកមានទំនាក់ទំនងយ៉ាងណាជាមួយព្រះអម្ចាស់ដរាបណាខ្ញុំចាប់អ្នកនឹងអ្នកការពារនេះស្រវឹងអ្នកត្រូវតែនិយាយចេញមកទាំងអស់អ្វីតើអ្នកមិនអាចទេកាលពីខ្ញុំជាអ្នកសុំទានក្នុងអំឡុងពេល10ឆ្នាំនៃការសាកល្បងរបស់ខ្ញុំមិនដែលពណ៌ស្រាមួយដំណក់ទេថ្ងៃនេះខ្ញុំស្រាប់តែផឹកមួយពែងហើយខ្ញុំមានអារម្មណ៍វិលមុខបន្តិចមុខរបស់អ្នកពេលស្រវឹងមើលទៅកាន់តែគួរឲ្យស្រឡាញ់សិនមីងវេតើអ្នកកំពុងព្យាយាមធ្វើអ្វីស៊ូឈីងស៊ុយតើមិនមានពាក្យចាំអារាមថាអ្នកសុំទាននៅខ្វក់កំពុងជាប់គ្នាតើអ្នកតាក់ទងជាមួយព្រះអម្ចាស់នៅពេលណាព្រះអម្ចាស់តើខ្ញុំអាចតាក់ទងជាមួយគាត់ដោយរបៀបណាដូច្នេះអ្នកគ្មានទំនាក់ទំនងជាមួយគាត់ទេដូច្នេះគម្រោងពុកទឹកឈូងសមុទ្ររបស់អ្នកក្រុងលីកិច្ចសហការដ៏សំខាន់បែបនេះតើវាអាចទៅដល់ដៃអ្នកដោយរបៀបណាស៊ូឈីងស៊ុយតើអ្នកនៅតែព្យាយាមបញ្ឆោតខ្ញុំដូចកូនក្មេងអាយុ3ឆ្នាំមែនទេតើលោកលីកំពុងសហការជាមួយអ្នកណាគាត់មានគំនិតរបស់គាត់ផ្ទាល់សេនមីងវេខ្ញុំមិនចាំបាច់ពន្យល់ច្រើនដល់អ្នកទេប្រសិនបើអ្នកមិនកាន់ពាក្យនៅពេលអនាគតគុំស្ដីពីខ្ញុំថាខ្ញុំសងសឹកគ្រប់រឿងតើអ្នកពិតជាជាមួយព្រះអម្ចាស់គ្មានទំនាក់ទំនងផ្សេងទៀតទេខ្ញុំពិតជាមិនអាចនិយាយជាមួយអ្នកបានទេកញ្ញាសេនបើអ្នកមានសំណួរសួរខ្ញុំកុំធ្វើឲ្យកញ្ញាស៊ូពិបាកដូច្នេះសូមឲ្យខ្ញុំសួរអ្នកតើអ្នកនិងព្រះអម្ចាស់មានទំនាក់ទំនងបែបណាមួយឈៀនគុយឡាននិយាយអត់ប្រយោជន៍កុំនិយាយអត់ប្រយោជន៍ប្រធានស៊ូខ្ញុំឃើញភ្នែករបស់អ្នកស្អាតហើយស្មោះត្រង់វាមិនដូចភ្នែកអ្នកកុហកទេស៊ូឈីងស្វេទីតាំងនៅខាងលិចក្រុងគម្រោងសហការលើដីខ្ញុំអាចផ្ដល់ឲ្យអ្នកឥឡូវនេះប៉ុន្តែខ្ញុំត្រូវតែមានអង្គរៈតូចរបស់អ្នកនៅជាមួយខ្ញុំ2-3ថ្ងៃកញ្ញាសេនខ្ញុំគ្រាន់តែជាបុគ្គលិកប៉ុណ្ណោះនេះមិនសមរម្យទេមែនទេអ្វីដែលមិនសមរម្យស្អាតណាស់ហើយឥតស្អាតស្អំខ្ញុំពិតជាចូលចិត្តអ្នកកាន់តែច្រើនបន្តិចម្ដងកញ្ញាសេនសូមគ្រប់គ្រងខ្លួនឯងប្រធានស៊ូកំពុងមើលនៅឡើយដូច្នេះអ្នកមានន័យថាប្រសិនបើស៊ូឈីងស្វេមិននៅទីនេះខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ជាមួយអ្នកមែនទេហេនោះមិនមែនជាអ្វីដែលខ្ញុំចង់និយាយទេកញ្ញាសេនអ្នកកំពុងធ្វើពុតអីពេលដែលអ្នកបញ្ឈប់ខ្ញុំពីមុនអ្នកកាន់ខ្ញុំយ៉ាងណែនមែនទេឥឡូវអ្នកធ្វើដូចជាមនុស្សសមរម្យខ្ញុំបានឃើញបរិសុទ្ធជាច្រើនណាស់ហើយពួកគេទាំងអស់គ្នាដូចគ្នាក្នុងជម្រៅអ្នកនាងស៊ូវាមិនមែនដូចនោះទេសូមឲ្យខ្ញុំពន្យល់ស៊ូឈីងស្វេលក្ខខណ្ឌដែលខ្ញុំបានស្នើតើអ្នកគិតយ៉ាងណាទេឡូតនៅខាងលិចទីក្រុងខ្ញុំអាចផ្ទេរវាទៅអ្នកឥឡូវនេះប៉ុន្តែខ្ញុំទូចថាអ្នកយាមតូចដ៏គួរឲ្យចាប់អារម្មណ៍របស់អ្នកធ្វើជាដៃគូជាមួយខ្ញុំ2-3ថ្ងៃអ្នកនាងឈិនខ្ញុំជាមនុស្សរស់មិនមែនជាវត្ថុទេមិនមែនជាអ្នកដែលអាចឲ្យខ្ចីបានទេនិយាយថាទេតាមមាត់ប៉ុន្តែរាងកាយអ្នកស្មោះត្រង់ណាស់បរោះល្ងងអ្នកច្បាស់ណាស់ថាអ្នកស្រឡាញ់តែខ្ញុំប៉ុន្តែអ្នកមិនអាចទប់ទល់នឹងការលបួងបានគាត់គ្រាន់តែជាអ្នកយាមធ្វើអ្វីដែលអ្នកចង់សម្លាញ់សូមឲ្យខ្ញុំពន្យល់សម្លាញ់អ្នកហៅនាងថាសម្លាញ់ខ្ញុំមិនមែនជាប្រពន្ធគាត់ទេធ្វើអ្វីដែលអ្នកចង់ជាមួយគាត់ទេឡូតនៅខាងលិចកុំបំពានពាក្យសម្ដីរបស់អ្នក
កុំបារម្ភវាគ្រាន់តែជាដីឡូតមួយខ្ញុំឈិនមីងវេអាចបាត់បង់វាបានកិច្ចសន្យាត្រូវបានរៀបចំរួចហើយអ្នកអាចមកចុះហត្ថលេខានៅពេលណាក៏បានហឹម ហេឈីងស្វេ ខ្ញុំទៅតែអ្នកហៅនាងថាសំឡាញ់អ្នកនឹងស៊ូឈីងស្វេតើទំនាក់ទំនងរបស់អ្នកពិតជាអ្វី លោកស្រីសិនបើអ្នកចង់និយាយសុំនិយាយកុំឲ្យដៃអ្នកនៅចិត្តខ្លួន អ្នកនឹងស៊ូឈីងស៊ូតើអ្នកមានទំនាក់ទំនងអ្វីពិតប្រាកដនាងនឹងម្ចាស់ទេវៈតើអ្នកមានទំនាក់ទំនងអ្វីទៀត លោកស្រីសិនខ្ញុំបានប្រាប់អ្នកហើយអ្នកស្រីស៊ូនិងខ្ញុំគឺគ្រាន់តែជាថៅកែនិងអ្នកក្រោមបង្គាប់ប៉ុណ្ណោះក្នុងនាមជាអ្នកយាមរបស់នាងខ្ញុំត្រូវរក្សាចម្ងាយពីស្ត្រីដទៃ នៅចំពោះមុខខ្ញុំសិនមីងវៃគ្មានបរិះណាម្នាក់ធ្លាប់អាចទប់ទល់បានឡើយកុំបារម្ភតារាប់ណាអ្នកឆ្លើយសំណួររបស់ខ្ញុំដោយស្ដាប់បង្គាប់ខ្ញុំសន្យាថានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រើបស្រាលនៅពេលក្រោយ អូដូច្នេះលោកស្រីសិនពេលយើងចុះទៅដល់រឿងនោះខ្ញុំនឹងមិនទប់ទល់ទៀតទេ ខ្ញុំចូលចិត្តពេលអ្នកមិនទប់នៅរាជធានីបរិះដែលចូលចិត្តខ្ញុំសិនមីងវៃគឺរាប់មិនអស់ប៉ុន្តែអ្នកបានបដិសេធខ្ញុំម្ដងហើយម្ដងទៀតតើស៊ូឈីងស៊ូលអអ្វីដូច្នេះនាងបានលះបង់ខ្លួនប្រាណអ្នកសុំទានអខ្វក់នឹងមានក្លិនស្អុយនោះតើអ្នកមិនឃើញនាងអខ្វក់ទេ សូមឲ្យខ្ញុំប្រាប់អ្នកខ្ញុំមិនដែលមើងងាយស៊ូឈីងស៊ូឡើយ តើអ្នកនិយាយអ្វី ព្រោះអ្នកសុំទាននោះគឺខ្ញុំផ្ទាល់ អី ស៊ូឈីងស៊ុយមិនដែលមើងងាយខ្ញុំព្រោះខ្ញុំជាអ្នកសុំទានខ្ញុំក៏បានសន្យានឹងនាងថានាងគឺតែមួយគត់ក្នុងចិត្តខ្ញុំអ្នកនាងសេនអ្នកពិតជាស្រស់ស្អាតមែនប៉ុន្តែក្នុងចិត្តខ្ញុំអ្នកមិនអាចប្រៀបធៀបនឹងនាងបានទេ អ្នកសុំទានស្អុយអ្នកសុំទានអាក្រក់អ្នកលួងលោមអ្នកចូលចិត្តសេនមីងវៃខ្លាំងណាស់ចឹងទៅនៅជាមួយនាងទៅ ពួកខ្ញុំឈួតហើយសម្រាប់អ្នកសុំទានស្អុយម្នាក់គាត់វាខ្ញុំធ្ងន់ណាស់វាដោយសារតែអ្នកទេឆ្កេងញី លីងសួនហ៊ានមកទីនេះ របួសទាំងអស់នេះលើខ្ញុំគឺដោយសារតែអ្នកនឹងអ្នកសុំទានស្អុយអ្នកគិតថាអ្នករួចខ្លួនថ្ងៃនេះឆ្កេងញី ហើយលីងសួនអ្នកកំពុងធ្វើអី ខ្ញុំកំពុងធ្វើអីពិតណាស់ដល់ពេលត្រូវដោះស្រាយបញ្ហាចាស់នឹងថ្មីហើយ អ្នកឯងនាំមកលើខ្លួនឯងឲ្យខ្ញុំទៅ អ្នកកំពុងសុំឲ្យមានរឿងមែនទេគឺដោយសារតែអ្នកសុំទាននៅខ្វក់នោះតែធ្វើឲ្យពូរបស់ខ្ញុំស្ទើរតែខូចជើងខ្ញុំនឹងធ្វើឲ្យអ្នកសងសឹកនៅទីនេះថ្ងៃនេះ ឲ្យខ្ញុំទៅអាកំណែតឲ្យខ្ញុំទៅ ឈីងស៊ុយមិនអីទេ អញ្ចឹងឯងទីបំផុតមកដល់ហើយឯងថានឹងមិនចាក់ចេញពីខ្ញុំទេឯងថានឹងការពារខ្ញុំតែពេលឯងឃើញមុខស្អាតឯងរត់បាត់ទៅ ឈីងស៊ុយខ្ញុំសុំទោសខ្ញុំខុសទាំងស្រុងស្ងប់ស្ងាត់អាអ្នកសុំទាននៅខ្វក់ខ្ញុំនឹងសម្លាប់ឯងអាកំណាចឈប់ខ្ញុំទើបតែទុកជីវិតឯងកំពុងសុំស្លាប់ឯងដឹងទេថាកំពុងវាយអ្នកណាពូតើគាត់មិនមែនគ្រាន់តែជាអ្នកសុំទាននៅខ្វក់ទេខ្ញុំគ្រាន់តែមិនយល់ហេតុអ្វីបានជាអ្នកខ្លាចរឿងសម្រាមកម្រិតទាបហើយមុននេះដោយសារគាត់វាយខ្ញុំយ៉ាងធ្ងន់ធ្ងរអ្នកល្ងងខ្ញុំបានប្រាប់អ្នកពីមុនថាអ្នកគ្មានការវិនិច្ឆ័យទេហេតុអ្វីបានជាអ្នកមិនអាចប្រើខួរក្បាលជ្រូករបស់អ្នកហើយគិតឲ្យបានហ្មត់ចត់ហេតុអ្វីខ្ញុំនិយាយដូចនោះតើគាត់ជានរណាពិតប្រាកដ ពូហេតុអ្វីបានជាអ្នកវាយខ្ញុំម្ដងទៀតនិយាយថាខ្ញុំគ្មានការវិនិច្ឆ័យតើខ្ញុំងឹតភ្នែកយ៉ាងណាតើគាត់មិនមែនគ្រាន់តែជាអ្នកសុំទាននៅខ្វក់ទេគាត់មិនមែនជាអ្នកសុំទានទេអញ្ចឹងតើគាត់អាចជានរណាទៀតគាត់គឺជាព្រះម្ចាស់ព្រះម្ចាស់ខ្ញុំបរាជ័យក្នុងការបង្រៀនក្មេងអស់សង្ឃឹមនេះដែលមិនដឹងកន្លែងរបស់គេឲ្យប្រមាថអ្នកម្ដងហើយម្ដងទៀតសូមដាក់ទោសខ្ញុំផងព្រះម្ចាស់អ្នកជាព្រះម្ចាស់អ្នកសុំទានទូចនេះតើគាត់អាចជាព្រះម្ចាស់ដោយរបៀបណា ព្រះម្ចាស់ដ៏ឧត្តមចូលចិត្តភាពស្ងប់ស្ងាត់
គាត់មិនអនុញ្ញាតឲ្យខ្ញុំបង្ហាញអត្តសញ្ញាណរបស់គាត់ទេប៉ុន្តែអ្នកល្ងងនៅតែប្រមាថគាត់ម្ដងហើយម្ដងទៀតលើកនេះខ្ញុំខ្លាចថាសូម្បីតែខ្ញុំមិនអាចការពារអ្នកទៀតទេព្រះម្ចាស់ខ្ញុំពិតជាមិនដឹងទេខ្ញុំងឹតភ្នែកសូមផ្ដល់ឱកាសមួយទៀតដល់ខ្ញុំផងអ្នកពិតជាព្រះអម្ចាស់ពីមុនខ្ញុំមិនហ៊ានប្រាប់អ្នកពីអត្តសញ្ញាណរបស់ខ្ញុំទេខ្ញុំខ្លាចអ្នកនឹងបារម្ភប៉ុន្តែឥឡូវខ្ញុំគ្មានជំរើសក្រៅពីបង្ហាញវាទេត្រឹមត្រូវខ្ញុំគឺជាព្រះម្ចាស់ខ្ញុំខុសហើយវាជាកំហុសរបស់ខ្ញុំសុំនឹងស្លាប់ព្រះម្ចាស់សូមផ្ដល់ឱកាសមួយទៀតដល់ខ្ញុំស្បោះចាប់ពីពេលនេះទៅខ្ញុំនឹងគោរពអ្នកយ៉ាងខ្លាំងចាត់ទុកអ្នកដូចជាជីដូនជីតាហើយនឹងមិនដែលធ្វើបាបអ្នកទៀតទេអ្នកបាត់បង់ឱកាសហើយមនុស្សដូចអ្នកដែលសង្កត់សង្កិនអ្នកទុំខ្សោយនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃក្នុងពិភពលោកនេះតែប៉ុណ្ណោះលីវ៉ៃអ្នកដឹងថាខ្ញុំមានន័យយ៉ាងណាបាទកុំបារម្ភព្រះម្ចាស់លើកនេះខ្ញុំនឹងដាក់យុទ្ធធម៌លើពីទំនាក់ទំនងគ្រួសារហើយនិរទេសគាត់ទៅកោះឆ្លាមពូខ្ញុំទៅមិនបានទេបើខ្ញុំទៅខ្ញុំនឹងស្លាប់ពូទៅព្រះម្ចាស់សូមផ្ដល់ឱកាសមួយទៀតដល់ខ្ញុំសូមទប់ជីវិតខ្ញុំផងពូកុំបារម្ភខ្ញុំនៅទីនេះគ្មានអ្នកណាហ៊ានសង្កត់សង្កិនអ្នកទេ